Ok, giờ sẽ để tỏគ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងមកបង្ហាញតើគ្នាទៅលើមេរៀនទី1ដែលជាមេរៀនដំបូងគេនៅក្នុងវគ្គបំផុតនៃការ design បេតុងអាមេរបស់យើងហើយដែលនៅក្នុងមេរៀននេះគឺយើងអត់តន់ចូលមានភាពស៊ីជម្រៅខ្លាំងទេយើងគ្រាន់តែនិយាយអំពី introduction មួយចំនួនមានន័យថាការណែនាំមួយចំនួនទៅលើប្រភេទនៃសម្ភារៈប្រើប្រាស់នៅក្នុងសំណង់បេតុងអាមេរបស់យើងហើយតើតើជាមួយនឹងការបង្ហាញទៅលើវគ្គបំផុតនៃការ design លើគ្រឿងបង្គុំបេតុងអាមេសម្រាប់ក្រុមរបស់យើងគឺខ្ញុំនឹងលើកជាបទដ្ឋាន Eurocode ជាមកប្រើប្រាស់នៅក្នុង Eurocode គឺយើងមានច្រើនផ្នែកដែលយើងរាប់ចាប់ពី Eurocode 1មាន Eurocode 2មាន Eurocode 3ហើយនៅក្នុងនោះ Eurocode 2គឺជាផ្នែកដែលយើងនិយាយអំពីការ design ទៅលើសំណង់ដែលធ្វើពីគ្រឿងបង្គុំបេតុងអាមេអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងទទួលបាននូវចំណេះដឹងលម្អិតក៏ដូចជាភាពស៊ីជម្រៅទៅលើផ្នែកនៃការ design បេតុងអាមេនៅក្នុងវគ្គបំផុតរបស់យើងនេះហើយខ្ញុំ advise ទាំងអស់គ្នាថាពាក់ព័ន្ធជាមួយនឹងការរៀបចំពេលវេលាសម្រាប់ការស្ដាប់វីដេអូរបស់ខ្ញុំហើយក៏ដូចជាបងប្អូនត្រូវការ research ខ្លួនឯងបន្ថែមខ្លះៗនៅចំណុចដែលយើងអត់តន់យល់អញ្ចឹងសូមព្យាយាមធ្វើការប្រឹងប្រែងក៏ដូចជាត្រូវការអំណត់អត់ធន់ពាក្យថាការសន្សំចំណេះដឹងយើងត្រូវការអត់ធ្មត់បន្តិចដើម្បីយើងអាចក្លាយទៅជាមនុស្សខ្លាំងបានអញ្ចឹងយើងអត់អាចគ្រាន់តែចង់មកពេលយើងគ្រាន់តែចង់និយាយថារៀនទៅតាម feeling របស់យើងម្ដងអញ្ចឹងយើងអត់អាចក្លាយទៅជាអ្នកខ្លាំងបានទេអញ្ចឹងយើងត្រូវការមានការតាំងចិត្តខ្ពស់មែនទែនក៏ដូចជាយើងត្រូវការរៀបចំទៅលើពេលវេលារបស់យើងឲ្យបានគេថាបានត្រឹមត្រូវហើយក៏ដូចជាត្រូវតែធ្វើវាឲ្យមានភាពទៀងទាត់ទើបយើងអាចពង្រឹងទៅលើសមត្ថភាពរបស់យើងបាននៅក្នុងមេរៀនទី1នេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាអំពីលក្ខណៈនៃចំណុចសំខាន់ខ្លះៗតាក់ទងជាមួយនឹងសម្ភារៈដែលយើងយកមកធ្វើបេតុងអាមេក៏ដូចជាមូលហេតុអីគេបានជាវាកើតឡើងបានទៅជាគ្រឿងបង្គុំដែលធ្វើពីបេតុងអាមេដូចដែលទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងថាជាទូទៅសម្រាប់ design សម្រាប់គ្រឿងបង្គុំដែលធ្វើពីបេតុងអាមេគឺវាផ្សំឡើងដោយ material ពីរសំខាន់ដែល material ទី1គឺវាពាក់ព័ន្ធជាមួយនឹងបេតុងហើយនិង material ទី2គឺវាពាក់ព័ន្ធជាមួយនឹងដែកនៅក្នុងមេរៀនទី1ខ្ញុំអត់ទាន់បានបង្ហាញទាំងអស់គ្នាទៅលើមេរៀនទៅលើប្រភេទសម្ភារៈដែលអំពីដែកទេគឺយើងគ្រាន់តែបង្ហាញអំពីប្រវត្តិមួយចំនួនទៅលើចំណុចលម្អិតសំខាន់នៃប្រវត្តិរបស់បេតុងរបស់យើងអញ្ចឹងបេតុងគឺជាធាតុមួយដ៏សំខាន់ដែលយើងយកវាមកដើម្បីបន្សំធ្វើជាគ្រឿងបង្គុំបេតុងអាមេរបស់យើងអញ្ចឹងមុនពេលដែលទាំងអស់គ្នាអាចឈានជើងចូលទៅធ្វើការ design បានបងប្អូនត្រូវស្គាល់អំពីប្រភេទនៃសម្ភារៈឲ្យបានច្បាស់ពីរបៀបនៃការធ្វើការរបស់វាអញ្ចឹងទៅតកតងជាមួយនឹងការ design អ្វីដែលខ្ញុំ recommend ទៅទាំងអស់គ្នាគឺសូមទាំងអស់គ្នាព្យាយាមស្វែងយល់ទៅលើមុខវិជ្ជាពីរដ៏សំខាន់ដែលជា basic មានថាគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងខាងផ្នែកវិស្វកររបស់យើងដែលមេរៀនទី1គឺវាពាក់ព័ន្ធជាមួយនឹង strength of material ដែលភាសាបារាំងយើងឲ្យឈ្មោះថា resistance of material អញ្ចឹងសម្រាប់អ្នកដែលរៀន techno យើងអាចប្រើពាក្យ RDM ឬក៏ resistance of material ហ្នឹងថាstrength of material ជាភាសាអង់គ្លេសហើយសម្រាប់មុខវិជ្ជាទី2គឺតកតងជាមួយនឹង structural analysis គឺជាមេរៀនដែលសំខាន់អញ្ចឹងពីរហ្នឹងតើតែទាំងអស់គ្នាដឹងឲ្យបានច្រើនពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាពីរហ្នឹងអញ្ចឹងបានយើងអាចមានភាពងាយស្រួលច្រើនក្នុងការដែលយើងរៀនទៅលើការ design អញ្ចឹងមិនថាតែការ design ទៅលើប្រភេទបេតុងអាមេឬក៏ design ទៅលើប្រភេទគ្រឿងបង្គុំធ្វើពីដែកឬក៏ប្រភេទដូចជា pre-stress ឬក៏យើង design ទៅលើ foundation design គឺវាពាក់ព័ន្ធជាមួយនឹងផ្នែកទ្រឹស្ដីនៃមុខវិជ្ជាទាំងពីរដែលខ្ញុំនិយាយមិញហ្នឹងដែលទាំងអស់គ្នាអាចនិយាយថាវាជាដើមទុនមួយដែលយើងអាចងាយស្រួលក្នុងការចាប់យកទៅលើគេហៅថាផ្នែកនៃការ design បានច្បាស់លាស់ចឹងទៅពាក់ព័ន្ធជាមួយនឹងការរៀន design បែបប្រើប្រាស់ software ខ្ញុំតែងតែ recommend ថាជាទូទៅតែចេះផ្នែកទ្រឹស្ដីឲ្យបានច្បាស់សិនមុនពេលដែលយើងអាចចាប់យកជំនាញឬក៏យើងចាប់យកផ្នែកការ design ទៅលើផ្នែក software ការប្រើប្រាស់ software អញ្ចឹងទៅបានយើងអាចដឹងពី software ឲ្យមានភាពស៊ីជម្រៅដូចគ្នាណាអូខេអញ្ចឹងសម្រាប់មេរៀនទី1នេះចង់ដឹងថាអត្ថន័យរបស់វាមានខ្លឹមសារអីខ្លះហើយទាំងអស់គ្នានឹងទទួលបានចំណេះដឹងសំខាន់អីខ្លះនៅក្នុងមេរៀននេះអញ្ចឹងទាំងអស់គ្នាមកស្ដាប់វីដេអូរបស់ខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងទាំងអស់គ្នាតាក់ទងជាមួយនឹងប្រភេទ structure មុនពេលដែលយើងចូលដល់លក្ខណៈនៃការបង្ហាញទៅលើប្រភេទសម្ភារៈដែលប្រភេទបេតុងរបស់យើងថា property របស់បេតុងរបស់យើងអញ្ចឹងខ្ញុំសូមឲ្យទាំងអស់គ្នាមកបង្វែរអារម្មណ៍មកមើលពាក់ព័ន្ធជាមួយនឹងមូលហេតុអីគេបានជាយើងបង្កើតបានទៅជាសំណង់ពីបេតុងអាមេអញ្ចឹងពេលដែលទាំងអស់គ្នារៀនផ្នែក strength of material បងប្អូនប្រហែលជាអាចដឹងថាពាក់ព័ន្ធជាមួយនឹងការ design ជាទូទៅយើងត្រូវការធ្វើជា model ដើម្បីធ្វើការ design អញ្ចឹងយើងមានពីរចំណុចដែលសំខាន់មុនពេលដែលយើងអាចចាប់ផ្ដើម design បានទី1យើងត្រូវការធ្វើការប្រមូលបន្ទុកប្រមូល action ខ្ញុំអត់បាននិយាយប្រាប់រឿងហ្នឹងទេហើយបងប្អូនណាធ្លាប់រៀនពាក់ព័ន្ធជាមួយនឹងការប្រមូល action ការ calculation ទៅលើបន្ទុកដែល apply ទៅលើ structure PKL ហ្នឹងបងប្អូនអាចយក concept ហ្នឹងមកប្រើប្រាស់បានប្រើតែខ្ញុំនឹងធ្វើមេរៀនមួយដែលតាក់ទងជាមួយនឹងការដែលយើងត្រូវការប្រមូលបន្ទុកហើយពាក់ព័ន្ធជាមួយនឹងផ្នែកទី2គឺការដែលយើងត្រូវការជ្រើសរើសប្រភេទ model ការជ្រើសរើសប្រភេទ model
គឺយើងអាចមានច្រើនរបៀបដែលយើងអាចជ្រើសរើសបានប៉ុន្តែនៅក្នុងរូបនៅក្នុង slide presentation នៅទាំងអស់គ្នាឃើញនេះខ្ញុំយកប្រភេទជាប្រភេទ model មួយដែលយើងមាន condition support ទាំងសងខាងអញ្ចឹងបងប្អូនអាចឃើញទាំងឆ្វេងទាំងស្ដាំអញ្ចឹងជាប្រភេទ support fix អញ្ចឹងយើងមានធ្នឹមមួយដែលមានប្រវែងអញ្ចឹងទៅហើយយើងចាប់ផ្ដើម apply កម្លាំងពេអញ្ចឹងជាទូទៅយើងតែងតែបន្ទាប់ពីយើងប្រមូលបន្ទុកពីខាងក្រៅហើយយើងធ្វើ model រួចរាល់ហើយអ្វីដែលយើងចង់បានគឺយើងចង់បានទៅលើកម្លាំងខាងក្នុងមានន័យថាគឺជា internal effects ឬក៏ internal loading ដែលវា create ដែលវាបង្កើតបានឡើងដោយសារតែកម្លាំងពីខាងក្រៅអញ្ចឹងកម្លាំងខាងក្នុងជាទូទៅទាំងអស់គឺយើងមាន4ប្រភេទដែលយើងត្រូវការស្វែងរកវាដែលយើងត្រូវការគូ diagram ដើម្បីដឹងអំពីតើតម្លៃរបស់វាស្មើប្រមាណក៏ដូចជាសញ្ញារបស់វាវិជ្ជមានឬក៏វាអវិជ្ជមានយើងត្រូវការគូ diagram នៅកម្លាំងខាងក្នុងទាំង4ហ្នឹងកម្លាំងខាងក្នុងទាំង4ដែលខ្ញុំនិយាយដែលវាកាត់ឡើងដោយសារតែបំលែងនៃ action ពីខាងក្រៅទៅលើ structure របស់យើងគឺទី1វាមានជាប្រភេទកម្លាំង normal ទី2វាមានជាប្រភេទកម្លាំងកាត់ទទឹងតែភាសាអង់គ្លេសយើងឲ្យឈ្មោះថាគឺជាប្រភេទជា shear force ហើយយើងមានជា moment កាច់ដែលយើងឲ្យឈ្មោះថាជា bending moment ហើយយើងមានជា torsion ថា moment រមួយអញ្ចឹងទៅអញ្ចឹងបើសិនជាយើងនិយាយអំពីប្រភេទគ្រឿងបង្គុំរបស់យើងដែលខ្ញុំបានធ្វើ model របៀបនៅក្នុង slide presentation របស់យើងគឺយើងអត់មានជាប្រភេទកម្លាំង normal ទេហើយយើងក៏អត់មានជាប្រភេទនៃ moment torsion ដែរអញ្ចឹងយើងមានតែកម្លាំងខាងក្នុងពីរទេទី1គឺយើងមាន shear force មានថាគឺជាកម្លាំងកាត់ទទឹងហើយទី2គឺយើងមានជាប្រភេទmoment កាច់ដែលយើងឲ្យឈ្មោះថាជា bending moment អញ្ចឹងសម្រាប់ diagram ដែលខ្ញុំគូនេះគឺតំណាងឲ្យ bending moment ហេតុអីបានជាខ្ញុំបង្ហាញទៅលើ diagram មួយនេះដោយសារខ្ញុំចង់បញ្យល់ពីបាតុភូតថាហេតុអីបានជាគេបន្សំគ្រឿងបេតុងអាមេគេយកដែកហើយនឹងយកបេតុងមកផ្សំចូលគ្នាអញ្ចឹងទៅអញ្ចឹងបើសិនជាបងអូនណាដែលមិនធ្លាប់រៀនអំពីការគូកម្លាំង diagram កម្លាំងខាងក្នុងដែលជាឥទ្ធិពលកើតឡើងដោយសារតែ external action ពីកម្លាំងខាងក្រៅ apply to structure របស់យើងទេហ្នឹងចូលបងអូនព្យាយាម review ទៅលើមេរៀន strength of material ក៏ដូចជាមេរៀនពាក់ព័ន្ធជាមួយនឹង structural analysis ដើមវិញដើម្បីបងអូនចេះពីរបៀបនៃការគូ diagram ខាងក្នុងសម្រាប់ model របៀបនេះបងអូននឹងទទួលបាននៅ diagram នៃកម្លាំងនៃ moment កាច់ដែលយើងឲ្យឈ្មោះថាជា bending moment នេះអញ្ចឹងបងអូនឃើញថាយើងមានសញ្ញាmoment 2ដែលកើតមានឡើងនៅលើធ្នឹមរបស់យើងអញ្ចឹងបងអូនអាចឃើញថានៅលើ support ទាំងពីរទាំងឆ្វេងទាំងស្ដាំនេះគឺជា support របស់យើងអញ្ចឹងបងអូនឃើញមាន moment អវិជ្ជមានអញ្ចឹងសម្រាប់នៅលើ support នេះគឺយើងគឺធ្នឹមរបស់យើងគឺរងនៅ moment អវិជ្ជមានហើយសម្រាប់នៅពាក់កណ្ដាល span បងអូនឃើញថាវាចាប់ផ្ដើមដូរសញ្ញាពី moment អវិជ្ជមានទៅ moment វិជ្ជមានអញ្ចឹងសួរថាស្អីទៅដែលហៅថា moment អវិជ្ជមានស្អីទៅដែលហៅថា moment វិជ្ជមានខ្ញុំនឹងបង្ហាញបងអូនតិចទៀតណាអូខេដល់គ្នាបើសិនជាយើង suppose ថាយើងសន្និដ្ឋានថាមុខកាត់ធ្នឹមរបស់យើងជាប្រភេទមុខកាត់ដែលមាន shape ជាចតុកោណកែង rectangular section អញ្ចឹងជាទូទៅយើងបើយើងនិយាយពីមុខកាត់មួយទាំងអស់គ្នាកាលណាវារងនៅមុំម៉ងកាច់វានឹងបែងចែកវាមានគេថាមានអមួយដែលវាបែងចែកតំបន់ពីរផ្សេងគ្នានៅក្នុងមុខកាត់តែមួយដែលខ្ញុំដាក់ថា NA សំដៅទៅ neutral axis ពាក្យខ្មែរយើងគេថាគឺជា nerd តោះគ្នាពាក្យថា nerd មានន័យថាវា0វាអត់មានអីកាត់ឡើងទេអញ្ចឹង nerd បើយើងនិយាយទៅយើងអាចឲ្យ definition របស់វាយើងអាចឲ្យពីរ option យើងអាចមានពីរអាចថាពីរជម្រើសដែលយើងអាចឲ្យជានិយមន័យរបស់វា nerd អាចនិយាយបានថាគឺជាបន្ទាត់មួយឬក៏ជាមួយដែលរាល់ចំណុចទាំងអស់ដែលស្ថិតនៅលើ nerd គឺវាអត់មាន stress វាអត់មាន deformation ទេអញ្ចឹងអត់មានអីកើតឡើងនៅលើវាទេហើយបើសិនជាយើងនិយាយពី definition ទី2ពាក្យថា nerd មានន័យថាគឺជាដែលវាបែងចែកមុខកាត់មួយជាពីរតំបន់ផ្សេងគ្នាដែលជាតំបន់ tension និងតំបន់ compression ចឹងសម្រាប់តំបន់ tension គឺមានន័យថាគឺជាតំបន់ដែលវារងនៅកម្លាំងទាញហើយតំបន់ compression គឺជាតំបន់ដែលវារងនៅកម្លាំងគេហៅកម្លាំងសង្កត់ចឹងទៅណាពាក់ព័ន្ធជាមួយនឹងរូបភាពនេះបងប្អូននឹងឃើញថាខ្ញុំបាន highlight ជាពីរផ្នែកផ្សេងគ្នានៅក្នុងមុខកាត់នៃធ្នឹមយើងមួយទៅតាមទីតាំងដែលយើងកាត់ section មកវិភាគមកសិក្សាអញ្ចឹងបងប្អូនអាចឃើញថាសម្រាប់នៅលើ support ទាំងពីរទាំងឆ្វេងទាំងស្ដាំវារងនៅមុំម៉ងអវិជ្ជមានអញ្ចឹងខ្ញុំដាក់សញ្ញាដកណាបងប្អូនអញ្ចឹងមានន័យថាម៉េចនៅពេលដែលវារងមុំម៉ងអវិជ្ជមានអញ្ចឹងមានន័យថានៅពេលដែលមុខកាត់យើងរងនៅមុំម៉ងអវិជ្ជមានផ្នែកខាងលើនៃ nerd នៃ section របស់យើងគឺវារងនៅតំបន់ tension គឺថាវារងនៅតំបន់ទាញហើយនៅផ្នែកខាងក្រោមគឺវារងនៅតំបន់ compression អញ្ចឹងបងប្អូនឃើញថានៅ support ទាំងឆ្វេងទាំងស្ដាំគឺវាដូចគ្នាណាអញ្ចឹងវាដូចគ្នាអញ្ចឹងមានថាផ្នែកខាងលើនៃ nerd គឺវារងនៅ tension វារងនៅតំបន់ tension ហើយនៅផ្នែកខាងក្រោមគឺវារងនៅតំបន់ compression អញ្ចឹងទៅផ្ទុយទៅវិញបើសិនជាបងប្អូនកលេចមើលទៅពាក់កណ្ដាល span បងប្អូននឹងឃើញថាផ្ទៃរបស់យើងមុខកាត់របស់យើងនេះគឺវាចាប់ផ្ដើមមានភាពខុសគ្នារវាង
នៅផ្នែកខាងលើនៃ support ចឹងទៅអញ្ចឹងបងប្អូនឃើញថាសម្រាប់មុខកាត់ដែលវារងនៅមុំម៉ងវិជ្ជមានវាផ្ទុយពីទីតាំងឬក៏មុខកាត់ដែលវារងនៅមុំម៉ងអវិជ្ជមានបងប្អូនឃើញថាតើវាខុសគ្នារបៀបម៉េចវាខុសគ្នាត្រង់ថាវាចាប់ផ្ដើមបដូរពីតំបន់ tension នៅផ្នែកខាងលើទៅជាតំបន់ tension នៅផ្នែកខាងក្រោមនៃinert ចឹងទៅហើយតំបន់ compression គឺវាស្ថិតនៅផ្នែកខាងលើនៃ inert វិញចឹងបងប្អូនស្រួលចាំអត់មានពិបាកទេមានន័យថានៅពេលដែលមុខកាត់មួយវារងនៅមុំម៉ងវិជ្ជមានអញ្ចឹងមានន័យថាតំបន់ compression គឺនៅផ្នែកខាងលើនៃ inert តំបន់ tension មានន័យថាគឺវានៅផ្នែកខាងក្រោមនៃ inert ហើយសម្រាប់មុខកាត់ដែលវារងនៅគេថាមុំម៉ងអវិជ្ជមានចាំមានថាតំបន់ tension គឺវានៅផ្នែកខាងលើនៃ inert ហើយតំបន់ compression វាស្ថិតនៅផ្នែកខាងក្រោមនៃ inert ចឹងទៅហើយសួរថាហេតុអីបានជាយើងចាំបាច់ដឹងលក្ខណៈពីមុខកាត់នៅពេលដែលវារងមុំម៉ងវិជ្ជមានឬក៏អវិជ្ជមានថាតើវាគួរតែរងតំបន់ tension ឬក៏តំបន់ compression នៅទីតាំងកន្លែងណាអញ្ចឹងតិចទៀតបងប្អូននឹងដឹងពីមូលហេតុចឹងទៅណាពាក់ព័ន្ធជាមួយនឹងដែកបងប្អូនបេតុងអាមេគឺជាបន្សំរវាង material ពីរដ៏សំខាន់ដែល material ទី1គឺពាក់ព័ន្ធជាមួយនឹងដែកហើយ material ទី2គឺវាពាក់ព័ន្ធជាមួយនឹងបេតុងជាទូទៅបងប្អូនដែកវាធ្វើការខ្លាំងនៅពេលដែលយើងទាញវាប៉ុន្តែវាអត់ធ្វើការល្អទេនៅពេលដែលយើងសកត់វាអញ្ចឹងបងប្អូនឃើញខ្ញុំដាក់រូបភាពជា sample 2ទី1គឺដែកទី2គឺ concrete របស់យើងគឺបេតុងរបស់យើងហើយរូបភាពទី1គឺខ្ញុំយកដែកទៅទាញខ្ញុំអត់យកទៅសកត់ទេដូចខ្ញុំនិយាយមិញអញ្ចឹងថាជាទូទៅដែកគឺយើងអត់ដែលឲ្យវាធ្វើការនៅក្នុងលក្ខខណ្ឌ compression ទេប៉ុន្តែសម្រាប់បេតុងគឺយើងឲ្យវាធ្វើការនៅក្នុងលក្ខខណ្ឌ compression សម្រាប់ពីរនេះគឺវាមានការធ្វើការខុសគ្នាដោយសារតែដែកគឺវាធ្វើការល្អនៅពេលដែលយើងទាញប៉ុន្តែសម្រាប់បេតុងគឺវាធ្វើការល្អនៅពេលដែលយើងសកត់អញ្ចឹងផ្ទុយពីដែកនៅពេលដែលយើងទាញបេតុងគឺ strength បេតុងភាពធន់នៃបេតុងគឺអត់ខ្លាំងទេអញ្ចឹងបេតុងវាធ្វើការអត់ល្អនៅពេលដែលយើងទាញវានៅពេលដែលវារងនៅកម្លាំង tension ផ្ទុយទៅវិញនៅពេលដែលយើង compress វានៅពេលដែលយើងសកត់វាបេតុងធ្វើការល្អវិញផ្ទុយពីដែកយើង compress វាអត់បាននេះមានថា strength អត់ខ្លាំងទេហើយបើសិនជាយើងយកដែកទៅទាញអញ្ចឹងវាមាន strength ខ្លាំងជាងចឹងទៅវាមានភាពធន់ខ្លាំងជាងចឹងទៅអញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាបងប្អូនគិតឲ្យរៀងជ្រៅតិចគ្រាន់តែខ្ញុំនិយាយប៉ុណ្្នឹងថាបេតុងធ្វើការល្អនៅពេលដែលយើងឲ្យវារងនៅកម្លាំងសង្កត់ហើយដែកវាធ្វើការល្អនៅពេលដែលយើងរងនៅកម្លាំងទាញបងប្អូននឹងបកមកមើលនៅកន្លែងនេះវិញថាតើវាមានរឿងអីកាត់ឡើងអញ្ចឹងហើយបានខ្ញុំបានដាក់ពាក្យនៅនេះដែរខ្ញុំដាក់ថាបេតុងគឺធ្វើការខ្លាំងជាមួយនឹងការដែលយើងសង្កត់វាហើយសម្រាប់ដែកគឺវាធ្វើការខ្លាំងជាមួយនឹងកម្លាំងទាញដែលយើងទាញវាអញ្ចឹងទៅអញ្ចឹងហើយបងប្អូនបើសិនជាបងប្អូនកលេចមើលទៅលើ section យើងមួយ section ដែលខ្ញុំលើកយកមកសិក្សានេះគឺជា section ដែលស្ថិតនៅពាក់កណ្ដាល span ដែលវារងនៅកម្លាំងរងនៅមុំម៉ង positive មានថាមុំម៉ងវិជ្ជមានអញ្ចឹងបងប្អូនឃើញថាការណាមុខកាត់របស់យើងនៅពាក់កណ្ដាល span នេះវារងនៅមុំម៉ង positive អញ្ចឹងផ្នែកខាងលើនៃ inert គឺវារងនៅអីគេគឺវារងនៅតំបន់ compression ហើយផ្នែកខាងក្រោមគឺវារងនៅតំបន់ tension អញ្ចឹងហើយបានពេលដែលយើង design មុខកាត់ធ្នឹមបេតុងអាមេមិនថាតែធ្នឹមទេពួកយើង element អីក៏ដោយឲ្យតែវារងមុំម៉ងហើយវាមានជាតំបន់ compression ជាតំបន់ tension អញ្ចឹងនៅត្រង់តំបន់ដែលវារងនៅកម្លាំងទាញពួកយើងមុខកាត់តសរបស់យើងនេះឬក៏មុខកាត់ធ្នឹមរបស់យើងនេះដែលវារងនៅកម្លាំងទាញផ្នែកខាងក្រោមនៃ inert អញ្ចឹងបេតុងអញ្ចឹងថាបេតុងដែលស្ថិតនៅក្រោម inert នេះគឺសឹងតែអត់ធ្វើការដោយសារតែបេតុងវាធ្វើការល្អនៅពេលដែលវារងនៅកម្លាំង tensile ណា tensile ហ្នឹងគឺមានថាគឺជាកម្លាំងទាញហើយអញ្ចឹងបានខ្ញុំដាក់ AS ហ្នឹងគឺជា representative មានថាគឺជាតំណាងទៅលើមុខកាត់ដែកដែលយើងត្រូវការប្រើប្រាស់អញ្ចឹងដោយសារតែបេតុងធ្វើការអត់ល្អនៅពេលដែលវារងនៅកម្លាំង tension អញ្ចឹងហើយបាននៅក្នុងតំបន់ដែលវារងនៅ tension យើងអត់ឲ្យបេតុងធ្វើការទេគឺយើងតែងតែដាក់ដែកចូលទៅដើម្បីឲ្យវាធ្វើការជាមួយជំនួសឲ្យបេតុងអញ្ចឹងទៅដោយសារដែកគឺវាធ្វើការល្អនៅពេលដែលវារងនៅ tension ប៉ុន្តែនៅក្នុងតំបន់ compression ដោយសារតែបេតុងវាធ្វើការល្អនៅពេលដែលយើងឲ្យវារងនៅកម្លាំង compression អញ្ចឹងហើយបាននៅក្នុងតំបន់ compression គឺយើងអាចយកផ្ទៃបេតុងផ្នែកខាងលើនេះឲ្យវាទៅទប់ជាមួយនឹងកម្លាំងខាងក្នុងរបស់យើងបានឃើញទេអញ្ចឹងហើយអាហ្នឹងគឺជាមូលហេតុដែលគេបន្សំរវាងបេតុងហើយជាមួយនឹង material ដែកដាក់ចូលទៅដើម្បីបង្កើតបានទៅជាគ្រឿងបង្គុំបេតុងអាមេរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នាយល់ពី concept មួយនេះថ្ងៃក្រោយពេលដែលគេសួរថាហេតុអីបានជាសំណង់បេតុងអាមេគេផ្សំគេផ្គុំគេបន្សំរវាងបេតុងជាមួយនឹងដែកដាក់ចូលគ្នាអញ្ចឹងទៅណាអូខេតោះគ្នាពាក់ព័ន្ធជាមួយនឹងសម្រាប់ផ្នែកបន្តមកទៀតអញ្ចឹងរូបភាពនេះគឺរូបភាពដដែលទេគ្រាន់តែខ្ញុំលើកឡើងមកបង្ហាញបន្តិចហើយខ្ញុំត្រូវការបញ្យល់បងប្អូនបន្តិចអំពីពេលដែលយើង design តែយើងត្រូវការដាក់ដែករបៀបម៉េចវា base ទៅលើអ្វីបាតុភូតដែលខ្ញុំបានបញ្យល់នៅក្នុង slide មុនមិញហ្នឹងអញ្ចឹងបងប្អូននឹងអាចដឹងថាតើដែករបស់យើងគួរតែដាក់នៅផ្នែកខាងណាខ្លះនៃធ្នឹមរបស់យើងមួយអញ្ចឹង
បើសិនយើងនិយាយពី model នេះវាប្រៀបដូចជាធ្នឹមមួយអញ្ចឹងដែលវាមាន span ប្រវែង span វាប្រវែង L ណាអញ្ចឹងអានេះ span របស់វាគឺប្រវែង L អញ្ចឹងទៅអញ្ចឹងនេះគឺជារូបធ្នឹមបើសិនយើងនិយាយពីភាពជាក់ស្ដែងសម្រាប់ support គឺវាដូចជាសសរអញ្ចឹង support របស់ធ្នឹមវាដូចជាសសរអញ្ចឹងទៅហើយនេះគឺជាធ្នឹមរបស់យើងអញ្ចឹងតើអ្នករបៀបនៃការដាក់ដែកដើម្បីទប់ជាមួយនឹងកម្លាំងខាងក្នុងដែលយើងឃើញថាមិញខ្ញុំបានបង្ហាញបងប្អូនទៅលើ diagram នៃកម្លាំងនៃមុំម៉ងកាច់ដែលវា apply ទៅលើធ្នឹមរបស់យើងនៅពេលដែលយើងយក model condition support របៀបអញ្ចឹងក៏ដូចជាយើងមាន loading ជា point load នៅពាក់កណ្ដាល span អញ្ចឹងទៅអញ្ចឹងបងប្អូនឃើញថានៅលើ support នេះនៅលើ support នេះគឺវារងនៅមុំម៉ង negative មានថាមុំម៉ងអវិជ្ជមានអញ្ចឹងហើយដែលវាធ្វើឲ្យតំបន់ដែលគេថាតំបន់ក្រោម inert នៅលើក្បាលសសរនេះវារងនៅ compression ហើយផ្នែកខាងលើនៃ inert គឺវារងនៅ tension អញ្ចឹងហើយដោយសារដូចអ្វីដែលខ្ញុំបញ្យល់មិញអញ្ចឹងថាពាក់ព័ន្ធជាមួយនឹងបេតុងគឺវាធ្វើការល្អទេនៅពេលដែលយើងដាក់គេថានៅពេលដែលវារងនៅកម្លាំង tension អញ្ចឹងហើយបាននៅផ្នែកខាងលើក្បាលសសរដោយសារតែផ្នែក tension នៅផ្នែកខាងលើអញ្ចឹងយើងត្រូវការយកដែកទៅដាក់នៅផ្នែកខាងលើនៅតំបន់ដែលវារងនៅ tension ដោយសារបេតុងគឺមានន័យថាយើងអាចផាត់វាចោលយើងអាចចាត់ទុកថាលើកន្លែង section នេះក៏អត់មានបេតុងដែរពួកឯងយកបេតុងយកមកប្រើក៏វាអត់បានជួយប្រមាណដែរមានថា strength របស់វាអត់ខ្លាំងទេណាដាក់តាន់តិចគឺវាបាក់ហើយអញ្ចឹងហើយបានបងឃើញថាជាទូទៅបើសិនជាបងចុះកាឋានហើយបងមើលទៅលើក្បាលសសរបងឃើញថាធ្នឹមដែកដែលនៅក្នុងធ្នឹមនៅក្បែរក្បាលសសរគឺគេអត់ដែលដាក់វានៅ bottom ទេគេច្រើនតែដាក់វានៅ top rebar នេះគេហៅថា top rebar ហើយ top rebar ហ្នឹងគឺជាប្រភេទ main rebar យើងនិយាយពី main rebar មានន័យថាគឺជាប្រភេទ rebar ដែលវាទប់ជាមួយនឹងមុំម៉ងខាងក្រៅអញ្ចឹងទៅមានតែសំទោសទប់ជាមួយនឹងមុំម៉ងខាងក្នុងអញ្ចឹងទៅដែលបង្កើតឡើងដែលជាឥទ្ធិពលរបស់ action ពីខាងក្រៅវ័យទៅលើ structure របស់យើងអញ្ចឹងអូនឃើញថានៅលើក្បាលសសរទាំងឆ្វេងទាំងស្ដាំអញ្ចឹងយើងបានដាក់ main rebar ដើម្បីទប់ជាមួយនឹងមុំម៉ងអវិជ្ជមានហើយផ្ទុយទៅវិញបើសិនជាបងអូនមើលនៅពាក់កណ្ដាល span បងអូនងាកកលេចទៅមើលយ៉ាក្រាមមុំម៉ងរបស់យើងនៅពាក់កណ្ដាល span វិញយើងឃើញថានៅពាក់កណ្ដាល span វារងនៅមុំម៉ងអវិជ្ជមានសំទោសវារងនៅមុំម៉ងវិជ្ជមានអញ្ចឹងធ្វើឲ្យផ្នែកខាងក្រោមនៃមុខកាត់របស់យើងវារងនៅតំបន់ tension អញ្ចឹងហើយបានយើងដាក់ដែក rebar main rebar នៅផ្នែកខាងក្រោមនេះដើម្បីឲ្យវាជួយទប់ជាមួយនឹងមុំម៉ងដោយសារបេតុងរបស់យើងវាធ្វើការល្អនៅក្នុងផ្នែកខាងក្រោមអញ្ចឹងទៅក្នុងតំបន់ដែលវារងនៅ tension អញ្ចឹងបងប្អូននឹងឃើញរូបភាពទាំងអស់ហ្នឹងនៅក្នុងការដ្ឋានរបស់យើងណាអូខេពាក់ព័ន្ធជាមួយនឹងការ press តើអ្នក press ដោយសារមុំម៉ងគេច្រើនតែប្រើពាក្យបច្ចេកទេសគេថា flexural crack ណា flexural crack មានន័យថាម៉េចពួកយើងគឺជាការ press នៃគ្រឿងបង្គុំដោយសារតែមុំម៉ងកាច់អានេះគេហៅថា flexural crack ហើយអញ្ចឹង flexural crack វាមាន positive វាមាន negative អញ្ចឹងបើសិនជាបងអូនកលេចទៅមើលការថាថ្ងៃក្រោយនៅពេលដែលគ្រឿងបង្គុំរបស់យើងវាដុនដាបមែនទែនឬក៏ការ design របស់យើងវាខ្វះគេថាខ្វះដែកឬក៏ strength បេតុងរបស់យើងវាអត់មានលទ្ធភាពគ្រប់គ្រាន់អញ្ចឹងទៅបងអូនច្រើនតែឃើញស្នាម press ភាគច្រើនគឺកាត់ឡើងនៅទីតាំងដែលវារងនៅមុំម៉ងអញ្ចឹងទីតាំងដែលវារងនៅមុំម៉ងគឺវាអាចមានពីរករណីទីតាំងដែលវារងនៅមុំម៉ងអវិជ្ជមានហើយទីតាំងដែលវារងនៅមុំម៉ងវិជ្ជមានអញ្ចឹងតើតើជាមួយនឹងការ press តោះគ្នា press ធ្នឹមបើសិនជាបងអូនឃើញការ press ធ្នឹមនៅពាក់កណ្ដាល span នៅផ្នែកខាងក្រោមនៃ bottom របស់យើង bottom នៃ section របស់ beam របស់យើងនៃធ្នឹមរបស់យើងអញ្ចឹងអាហ្នឹងគឺជាការ press ដោយសារតែ flexural crack ហើយដែលការ press ហ្នឹងគឺវាបង្កឡើងដោយមុំម៉ងវិជ្ជមានរបស់យើងអញ្ចឹងបានវាបង្កើតបានទៅជា flexural crack positive អញ្ចឹងទៅបន្តមកទៀតដោយសារនៅលើក្បាលសសររបស់យើងក្បែរក្បាលសសរហ្នឹងបងឃើញថាអាំងតង់ស្តេនៃមុំម៉ងក៏វាមានតម្លៃដែរក៏វាមានតម្លៃគួរឲ្យកត់សម្គាល់ដែរហើយដោយសារតែផ្នែកក្បែរសសរវារងនឹងមុំម៉ងអវិជ្ជមានអញ្ចឹងមុំម៉ងអវិជ្ជមានវាធ្វើឲ្យផ្នែកខាងលើនៃមុខកាត់ធ្នឹមរបស់យើងវារងនឹង tension អញ្ចឹងផ្នែកដែលវារងនឹង tension ដូចខ្ញុំនិយាយប្រាប់បងអូនចឹងថាបេតុងវាងាយស្រួលក្នុងការបែកក្នុងការ press ណានៅពេលដែលយើងប្រើប្រាស់ដែកអត់គ្រប់គ្រាន់អញ្ចឹងការ press ដោយសារ flexural crack negative ណាមានន័យថាម៉េចអាហ្នឹងគឺកាត់ឡើងដោយសារតែមុំម៉ងអវិជ្ជមាននឹងចាប់ផ្ដើម press នៅផ្នែកខាងលើនៃធ្នឹមយើងអញ្ចឹងទៅអាហ្នឹងគឺជាការសម្គាល់មួយដែលបងអូនត្រូវការសង្កេតមើលនៅក្នុងភាពជាក់ស្ដែងនៃការដ្ឋានយើងថ្ងៃក្រោយអញ្ចឹងពេលបងអូនចុះទៅការដ្ឋានចុះទៅអីអញ្ចឹងទៅប្រយ័ត្នយើងជាវិស្វករយើងត្រូវចេះគេហៅថាមាន head poll យើងត្រូវចេះពន្យល់គេអំពីអញ្ញបានថាអំពីបាត់ភូតណាខែលថ្ងៃក្រោយទៅស្រាប់តែបងអូនអត់ឃើញ crack នៅកន្លែងណាមួយប្រយ័ត្នយើងអត់ដឹងថា crack ហ្នឹងកើតឡើងដោយសារអីអញ្ចឹងទៅណាអញ្ចឹងនេះគឺជាផ្នែកមួយដែលអញ្ញបានថាវាជួយបងអូនក្នុងការដែលយើងដោះស្រាយនៅបញ្ហាបច្ចេកទេសក្នុងការដ្ឋានថ្ងៃក្រោយទៅពេលដែលបងអូនមានបញ្ហាអីកើតឡើងមួយអញ្ចឹងទៅអូខេពាក់ព័ន្ធជាមួយនឹងការ press បងប្អូនគ្នានៃធ្នឹមមួយគឺវា
អាចបណ្ដាលមិនមែនគ្រាន់តែមកពីមុំម៉ងកាច់ទេក៏ប៉ុន្តែវាក៏អាចមកពីកម្លាំងកាត់ទទឹងដែរប៉ុន្តែយើងអាចសម្គាល់វាបានពីភាពខុសគ្នារវាងការប្រេះធ្នឹមមួយដោយសារតែមុំម៉ងកាច់ហើយនឹងដោយសារតែពាក់ព័ន្ធជាមួយនឹងកម្លាំងកាត់ទទឹងរបស់យើងអញ្ចឹងកម្លាំងកាត់ទទឹងសំទោសកម្លាំងកាត់ទទឹងយើងឲ្យឈ្មោះថាគឺជា shear force ពួកយើងណាគឺជា shear force អញ្ចឹងបានបងប្អូនឃើញថានៅក្នុងធ្នឹមជាទូទៅគឺយើងមានដែកពីរផ្នែកផ្សេងគ្នាដែលផ្នែកដែកទី1យើងឲ្យឈ្មោះថាគឺជាប្រភេទ main rebar អញ្ចឹង main rebar ដូចជាបងប្អូនឃើញក្នុងរូបភាពដែលខ្ញុំបានបង្ហាញមិញអញ្ចឹង main rebar គឺប្រភេទ rebar ដែលវាស្របជាមួយនឹង span របស់ធ្នឹមហើយវាប្រើប្រាស់ដើម្បីទប់ជាមួយនឹងមុំម៉ងអញ្ចឹងទប់មួយមុំម៉ងអីខ្លះវាអាចទប់មួយមុំម៉ងវិជ្ជមានវាអាចទប់ជាមួយនឹងមុំម៉ងអវិជ្ជមានអញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងកម្លាំងកាត់ទទឹងគឺយើងយកដែកកងយកទៅទប់ណា stirrup ណាគេប្រើខ្មែរយើងប្រើពាក្យថា stirrup សំទោសខ្មែរយើងប្រើពាក្យថាដែកកងភាសាអង់គ្លេសថា stirrup ឬក៏ប៉ុន្តែប្រើពាក្យថា link ក៏បានដែរហើយរបៀបនៃការវិភាគទៅលើកម្លាំងខាងក្នុងដែលជាកម្លាំងកាត់ទទឹងគឺបងអូនត្រូវទាមទារគូយ៉ាក្រាមដូចគ្នាអញ្ចឹងបងអូនត្រូវ review មើលទៅលើមេរៀន strength of material ហើយជាមួយនឹង structural analysis ដើម្បីបងអូនដឹងអំពីការរបៀបនៃការវិភាគទៅលើអត្តពលនៃកម្លាំងខាងក្នុងដែលកើតឡើងដោយសារតែ action ពីខាងក្រៅហើយក៏ដូចជារបៀបនៃការគូយ៉ាក្រាមរបស់វាដែរពាក់ព័ន្ធជាមួយនឹងប្រភេទបន្ទុកយើងរបៀបអញ្ចឹងបងប្អូនគ្នាហើយមាន model របៀបអញ្ចឹងគឺយើងតែងតែបានទទួលបាននៅ diagram shear force ជាប្រភេទលក្ខណៈខ្សែបន្ទាត់កុងស្តង់ណាមានន័យថាអង្គតង់ស្ទេរបស់វាទេប៉ុន្តែវាបដូរសញ្ញាទៅតាមចន្លោះនៃ span របស់យើងអញ្ចឹងទៅអញ្ចឹងបងឃើញថាពីចំណុចគល់នៃ support របស់យើងពីខាងឆ្វេងទៅកន្លែងពាក់កណ្ដាល span ដែលយើង apply កម្លាំង point load កម្លាំងបន្ទុកណាបន្ទុកចំណុចនៅពាក់កណ្ដាល span បងឃើញថាវានឹងរងនៅកម្លាំងកាត់ទទឹង positive ហើយផ្ទុយទៅវិញចាប់ពីពាក់កណ្ដាល span ទៅ support ពីខាងស្ដាំគឺវារងនៅកម្លាំងកាត់ទទឹងអវិជ្ជមានវិញអញ្ចឹងហ្នឹងហើយបានយើងត្រូវការដៃកងដើម្បីជួយទប់ជាមួយនឹង shear force អញ្ចឹងដៃកងគឺគេយកទប់ជាមួយនឹងកម្លាំងកាត់ទទឹងអញ្ចឹងទៅអញ្ចឹងការ press ដោយសារតែអញ្ចឹងថាដោយសារតែ shear force វាមានភាពខុសគ្នាបន្តិចពី flexural crack ដោយសារតែមុំម៉ងកាច់របស់យើងអញ្ចឹងដូចដែលខ្ញុំបង្ហាញមិញអញ្ចឹងខ្ញុំសូមរំលឹកឡើងវិញថាជាទូទៅសម្រាប់ការ press នៃធ្នឹមមួយដោយសារតែមុំម៉ងកាច់អញ្ចឹងបងប្អូនអាចសង្កេតមើលទៅលើពីទីតាំងទី1បងប្អូនសម្រាប់នៅពាក់កណ្ដាល span បើសិនជាវា press ដោយសារតែ flexural press ដោយសារតែមុំម៉ងកាច់ដែលយើងឲ្យឈ្មោះថាជា flexural crack នេះបងប្អូនឃើញវា press គឺវា press ផ្ដើមចេញពី bottom នៃ beam យើងទៅគេថាពីក្រោមពីផ្នែកខាងក្រោមនៃ section យើងទៅដោយសារតែនៅក្នុងផ្នែក mid span នៅកន្លែងពាក់កណ្ដាល span បងប្អូនដឹងថាវារងនៅមុំម៉ង positive អញ្ចឹងវាធ្វើឲ្យតំបន់ tension នៃធ្នឹមគឺនៅផ្នែកខាងក្រោមអញ្ចឹងបានធ្នឹមគឺវាចាប់ផ្ដើម press ពីក្រោមមកផ្ទុយទៅវិញនៅពេលដែលបងប្អូនមើលទៅលើក្បាលតសបងប្អូនឃើញថាមុំម៉ងសំទោសស្នាម press វានឹងកាត់ឡើងនៅផ្នែកខាងលើនៃធ្នឹមវិញ top នៃធ្នឹមវិញដោយសារវារងនៅមុំម៉ងអវិជ្ជមាន negative អញ្ចឹងកាលណាវារងនៅមុំម៉ងអវិជ្ជមានវាធ្វើឲ្យផ្នែកខាងលើនៃធ្នឹមរបស់យើងមានថាវារងនៅតំបន់ tension អញ្ចឹង press គឺវា press ចាប់ដើមពីលើអញ្ចឹងទៅអញ្ចឹងបងប្អូនឃើញមាន flexural crack negative បងប្អូនឃើញមាន flexural crack positive នៅពាក់កណ្ដាល span អញ្ចឹងទៅបើសិនជាបងប្អូនសង្កេតទៅលើការ press ដោយសារតែ shear force អញ្ចឹងបងប្អូនឃើញការ press របស់វាជាទូទៅគឺច្រើនតែនៅពាក់កណ្ដាលអាចនិយាយថាអត់នៅចំណុច top ឬក៏នៅចំណុច bottom ដូច flexural ទេអត់ដូចនៅមុំម៉ងទេមានថាវាចាប់ផ្ដើម press គឺវាចាប់ផ្ដើមពាក់កណ្ដាលនេះមកពាក់កណ្ដាល section របស់យើងហើយការ press របស់វាគឺវាអត់ press លក្ខណៈត្រង់ទេគឺវាតែងតែបង្កើតបានមុំផ្ដេកមួយណា inclination angle មួយជាទូទៅអាចប្រហែលជាមួយនឹង45 degree អញ្ចឹងទៅបើសិនជាបងប្អូនរៀនអំពី strength of material បងប្អូននឹងដឹងថាហេតុអីបានជាការ press ធ្នឹមដោយសារតែ shear force ណាកម្លាំងកាត់ទទឹងហ្នឹងហើយតែបានវាជាវា press លក្ខណៈជាគេហៅថា inclination angle មានថាមុំដែលវាមានមុំផ្ដេកអញ្ចឹងទៅណាដែលវាមានមុំប្រមាណ degree អញ្ចឹងទៅវាអត់ត្រង់ឬក៏វាអត់លក្ខណៈដូច flexural crack របស់យើងទេអញ្ចឹងយើងមានការបញ្យល់នៅក្នុងមេរៀន strength of material ដើម្បីដឹងបាតុភូតហ្នឹងអញ្ចឹងជាទូទៅដែកកងបើសិនជាបងប្អូនអាចរាយដាក់វា incline ដូចជាមួយនឹងmap នៃការ crack ដោយសារតែ shear crack នេះអញ្ចឹងបងប្អូននឹងធ្វើឲ្យធ្នឹមយើងកាន់តែរឹងមាំក៏ប៉ុន្តែនៅក្នុង construction នៅក្នុងភាពជាក់ស្ដែងនៃការសាងសង់យើងដូចជាមិនដែលរៀបដែកកងយើងឲ្យមានលក្ខណៈ incline អញ្ចឹងទេមានថាវា ថេតអញ្ចឹងទេដោយសារវាពិបាកក្នុងការធ្វើអញ្ចឹងវាអាចធ្វើឲ្យ construction cost របស់យើងតម្លៃនៃការសាងសង់របស់យើងវាឡើងអញ្ចឹងទៅវាកើនឡើងអញ្ចឹងទៅអញ្ចឹងបាននៅក្នុង real practice គេអត់ដែលប្រើប្រាស់ជាលក្ខណៈដែកកងផ្ដេកទេប៉ុន្តែបើសិនជាយើងនិយាយពី
ភាពល្អឥតខ្ចោះនៃដៃកងថាតើយើងដាក់វាតាម direction ណាដែលវាធ្វើការបានល្អជាងគេគឺមុំ45 degree ចឹងទៅណាអញ្ចឹងនៅក្នុងផ្នែកនេះធ្វើឲ្យបងដឹងអំពីលក្ខណៈនៃ main rebar តើយើងប្រើ main rebar នៅទីតាំងកន្លែងណាខ្លះហើយក៏ដូចជាយើងដឹងអំពីគេហៅថាពីបែបបត់នៃការ press របស់ធ្នឹមយើងថាតើធ្នឹមរបស់យើងវា press ដោយសារតែកម្លាំង shear force របៀបណាហើយក៏ដូចជាវា press ដោយសារតែមុំម៉ងកាច់positive ឬក៏ negative អញ្ចឹងតើវាមានរបៀបម៉េចណាអញ្ចឹងសម្រាប់បងប្អូនថ្ងៃក្រោយទៅពេលដែលយើងមានបញ្ហានៅក្នុងការដ្ឋានយើងចង់សង្កេតមើលទៅលើបាតុភូតហ្នឹងគឺយើងអាចផ្ទៀងផ្ទាត់បាននៅក្នុងការដ្ឋានអញ្ចឹងទៅអូខេបន្តមកទៀតបងប្អូនគ្នាពាក់ព័ន្ធជាមួយនឹងប្រវត្តិនៃ material មួយចំនួនមុនពេលដែលបងប្អូនគ្នាចូលទៅដល់ការ design ខ្ញុំ advise បងប្អូនថាសូមបងប្អូនព្យាយាមសិក្សាឲ្យបានលម្អិតទៅលើគេហៅថាប្រភេទសម្ភារៈរបៀបនៃការធ្វើការរបស់វាតើបែបបត់នៃចរិតលក្ខណៈរបស់ material មួយតើវារបៀបណាអញ្ចឹងខ្ញុំអត់បានលម្អិតបងប្អូនទៅលើ strength of material ទេតើតែបងប្អូនអាចអ្នកដែលធ្លាប់រៀនមេរៀនតាក់ទងជាមួយនឹង strength of material របស់ខ្ញុំឬក៏ពាក់ព័ន្ធជាមួយនឹង steel structure ខ្ញុំធ្លាប់រំលឹកច្រើនហើយពាក់ព័ន្ធជាមួយនឹងរបៀបនៃការធ្វើការរបស់ material ប៉ុន្តែនៅក្នុងមេរៀនបេតុងអាមេខ្ញុំអត់បានរំលឹកឲ្យបងប្អូនទាំងអស់ចឹងទេខ្ញុំគ្រាន់តែលើកឡើងមកចំណុចខ្លះៗនៅពេលដែលវាពាក់ព័ន្ធជាមួយនឹងមេរៀនរបស់ខ្ញុំអញ្ចឹងពាក់ព័ន្ធជាមួយនឹងការសិក្សាទៅលើរបៀបរបបលក្ខណៈនៃ material មួយគឺគេតែងតែយក material ហ្នឹងយកទៅធ្វើពិសោធន៍យកជា sample ទៅធ្វើពិសោធន៍អញ្ចឹងសម្រាប់ដែកគេច្រើនតែយកវាទៅទាញគេអត់ដែរយកវាទៅសកត់ទេប៉ុន្តែសម្រាប់បេតុងដើម្បីសិក្សាពី property របស់វាលក្ខណៈរបស់វាគឺគេយកវាទៅសកត់អញ្ចឹងទៅអញ្ចឹងនៅក្នុងរូបភាពនេះបងប្អូនឃើញខ្ញុំមានជា sample ដែកមួយដែលវាមានប្រវែងដើមinitial length ខ្ញុំដាក់វាជាប្រវែង L អញ្ចឹងទៅហើយខ្ញុំចាប់ផ្ដើម apply កម្លាំង tension អញ្ចឹងខ្ញុំអត់ដាក់កម្លាំង compression ទៅវាទេដោយសារដែកវាធ្វើការល្អនៅពេលដែលយើង apply កម្លាំង compression អញ្ចឹងយើងចង់ថាតើលទ្ធភាពនៃការធ្វើការរបស់ដែកហ្នឹងណាវារបៀបម៉េចនៅពេលដែលយើង apply កម្លាំង tension ដាក់ T ហ្នឹងគឺជាកម្លាំងដែល apply យើងទាញចាស់អញ្ចឹង T ហ្នឹងមកវាពាក្យថា tensile អញ្ចឹងទៅអញ្ចឹងបើខ្ញុំដាក់ T ជាអក្សរកាត់អញ្ចឹងទៅកាលណាយើងទាញដែកដូចទាំងអស់គ្នាដឹងថា material អីមួយក៏ដោយកាលណាយើងទាញវានឹងចាប់ផ្ដើមខូចទ្រង់ទ្រាយវាចាប់ផ្ដើមលូតឬក៏វាចាប់ផ្ដើមរួញបើយើងយកវាទៅស្កត់វារួញបើស្អីយើងយកវាទៅទាញមានថាវាលូតអញ្ចឹងទៅអញ្ចឹងខ្ញុំតាំងសាច់លូតនៃដែករបស់យើងទាំងសងខាងគឺត្រូវ data L អញ្ចឹងមានថាមួយខាងគឺត្រូវ data L ចែក2អញ្ចឹងទៅណាពាក់ព័ន្ធជាមួយនឹងរូបមន្តតំណាក់តំណងមួយដែលខ្ញុំចង់ឲ្យទាំងអស់គ្នាដឹងនៅពេលដែលយើងធ្វើពិសោធន៍ទៅលើ material មួយនៅពេលដែលយើងចាប់ផ្ដើម apply កម្លាំងទៅលើ material ដូចដែកអញ្ចឹងបងប្អូននឹងឃើញមានតំណាក់តំណងមួយ sigma ស្មើជាមួយនឹង F ចែកឲ្យ A ဆိုថា F នេះស្អីគេ A នេះស្អីគេពួកយើងអញ្ចឹង sigma អីគេ sigma គឺជា stress អញ្ចឹង stress ហ្នឹងតើអ្នកច្រើនទៅលើពាក្យ stress ណាស់ពេលដែលធ្វើការអញ្ចឹង stress ហ្នឹងបើយើងនិយាយទៅវាដូចសម្ពាធអញ្ចឹងណាវាជាឥទ្ធិពលមួយដែលកើតឡើងនៅពេលដែលយើងមានកម្លាំង apply ទៅលើ element មួយដែលវាមានមុខកាត់ A អញ្ចឹងទៅអញ្ចឹងតើអ្នក F នេះមានន័យថាម៉េច F នេះគឺជា apply force អញ្ចឹងបើសិនយើងនិយាយអំពីនៅក្នុងរូបភាពរបស់យើងនេះអញ្ចឹង F នេះគឺស្មើជាមួយនឹង T ហើយអញ្ចឹងគាត់ខ្ញុំទៅសេ F នេះគឺអញនិយាយថាសំដៅទៅលើកម្លាំង apply force ទូទៅគឺជាកម្លាំងដែលយើង apply ទៅលើ material របស់យើងអញ្ចឹងមិនថាតែកម្លាំងទាញឬក៏កម្លាំងសកត់ទេយើងអាចដាក់ជា F ទូទៅបានជា general rule បានពាក់ព័ន្ធជាមួយនឹង A តើអ្នក A មានន័យថាគឺជា element section អញ្ចឹងរបស់អីមួយដែលយើងយកមកធ្វើពិសោធន៍តែងតែមានមុខកាត់ហើយអញ្ចឹងដែកមុខកាត់ប្រមាណអញ្ចឹងទៅយើងអាចរកឃើញណាអញ្ចឹងកាលណាយើង apply កម្លាំង F ទៅលើ material មួយមិនថាទាញមិនថាសកត់ថ្ងៃក្រោយទេហើយផ្ទៃរបស់វានៃ material ដែលយើងយកមក apply កម្លាំងគឺវាមានមុខកាត់ A អញ្ចឹងទៅបងចង់រកតំណែងតំណង stress គឺគ្រាន់តែយកកម្លាំងដែលយើង apply ទៅលើ material ចែកជាមួយនឹងផ្ទៃអញ្ចឹងយើងនឹងបាន stress ហ្នឹងគេហៅថា stress ហើយ F នេះគឺជាកម្លាំងដែលកែងជាមួយនឹងផ្ទៃ A ណាអត់មានស្របអត់មានអីទេគឺត្រូវតែជាកម្លាំងដែលកែងជាមួយនឹងផ្ទៃ A ទៅបងអូនបាន stress នេះឃើញទេបន្តមកទៀតបើសិនជាបងអូនចង់រក epsilon ហើយសួរថា epsilon អីគេតិចទៀតនឹងប្រាប់បងឯងថា epsilon អីគេអញ្ចឹង epsilon ស្មើជាមួយនឹង data L ចែកជាមួយនឹង Li តោះនេះ data L អីគេ data L មានថាគឺជាប្រវែងសាច់លូតសរុបនៃ element មួយដែលយើង apply ដោយកម្លាំង F នេះបងឃើញទេកាលណាយើងចាប់ដើម apply កម្លាំង F មិនថាតែវា tension ឬក៏វា compression ទេអញ្ចឹងវាចាប់ដើមមាន data L អញ្ចឹងអានេះ data L គឺជាសាច់លូតសរុបណាអញ្ចឹងយើងនិយាយពី data L លើ2សងខាងយើងទាញទាំងសងខាងអញ្ចឹងវាទៅលូតទាំងសងខាងទៅ data L លើ2អញ្ចឹងបើយើងនិយាយពី data L យើងតាំង symbol ជាសាច់លូតសរុបអញ្ចឹងទៅអញ្ចឹងយើងគ្រាន់តែយក data L ចែកនឹង Li យើងទទួលបាននឹង epsilon គឺថា epsilon នេះគេពួកយើងហើយ Li គេ Li មានថាគឺជាប្រវែងដើមនៃ element របស់យើងមួយដែលយើងយកទៅតេស្តយើងយកទៅធ្វើពិសោធន៍អញ្ចឹងទៅអញ្ចឹងសម្រាប់ epsilon គឺវាតំណាងឲ្យ strain ណា
strain គឺស្មើជាមួយនឹងប្រវែងសាច់ load សរុបចែកជាមួយនឹងប្រវែងដើមនៃ material មួយនៃ element មួយអញ្ចឹងទៅយើងបាន strain អញ្ចឹង data L ខ្ញុំតាំងសាច់ load ហើយសម្រាប់ Li ខ្ញុំតាំងប្រវែងដើមនៃ material របស់យើងដែលយើងយកមកពិសោធន៍ទៅតាមរយៈទំនាក់ទំនងទាំងពីរនេះទាំង stress ទាំង strain បងប្អូននឹងទទួលបាន diagram សម្រាប់ graphic នេះគឺជា graphic តំណាងឲ្យទំនាក់ទំនងរវាង strain ហើយនិង stress អញ្ចឹងកាលណាយើង apply កម្លាំង F ទៅលើ material មួយដែលមានមុខកាត់ផ្ទៃ A វាចាប់ផ្ដើមបំលែងបានទៅជា2កត្តា2 factor ទី1គឺ strain ដែលទំនាក់ទំនងនៃ strain បងប្អូនធ្វើតាមរបៀបនេះទី2គឺវាបានជាទំនាក់ទំនងនៃ stress អញ្ចឹង stress បងប្អូនគ្រាន់តែយកកម្លាំងចែកមួយផ្ទៃដែលកម្លាំងយើង apply កែងជាមួយផ្ទៃអញ្ចឹងបងឯងទទួលបាន stress ហើយជាទូទៅរបៀបនៃការធ្វើការរបស់ material មួយបងប្អូនត្រូវដឹងថាពេលដែលយើង apply កម្លាំង F1 ណាអញ្ចឹងយើង apply កម្លាំងយើងចេះតែបង្កើនអង្គតង់ស្ទេនៃកម្លាំងឲ្យកាន់តែធំទៅដើម្បីដឹងថាតើ material របស់យើងវាខូចទ្រង់ទ្រាយវាបាក់វាបែកនៅពេលណាអញ្ចឹងទៅមុនពេលដែលសម្ភារៈមួយវាចាប់ផ្ដើម broken ពួកយើងមុនពេលដែលវាចាប់ផ្ដើមដាច់ចេញពីគ្នាដូចបណ្ដាញទាញទៅយោទឹកអញ្ចឹងអាទៅយោយើងបឺតពួកយើងអាទៅយោបឺតបណ្ដាញទាញទៅដល់តែបណ្ដាញ apply កម្លាំងរៀងខ្លាំងបន្តិចដល់ដំណាក់កាលណាមួយទៅយោយើងចាប់ផ្ដើមដាច់ជាផ្នែកពីរផ្សេងពីគ្នាអាហ្នឹងគេថាបើយើងនិយាយពី structure ហ្នឹងគឺវាដួលរលំហើយវា press វាដួលរលំហើយតែ material យើងធ្វើការលេងកើតហើយប៉ុន្តែមុនពេលដែលវាចូលដល់ដំណាក់កាលហ្នឹងសួរថាតើវាមានផ្នែកអីខ្លះវាចូលតំបន់ណាខ្លះវាធ្វើការរបៀបម៉េចខ្លះមុនពេលដែលសម្ភារៈហ្នឹងវាចាប់ផ្ដើមដាច់ចេញពីគ្នាអញ្ចឹងទៅអញ្ចឹងបងប្អូនត្រូវដឹងពីបែបបទនៃ material ហ្នឹងបានបងប្អូនអាចវិភាគបានហើយថ្ងៃក្រោយបងប្អូនអាចគេថាដោះស្រាយទៅលើបញ្ហាផ្សេងៗដែលយើងជួបប្រទះនៅក្នុងវិស័យសំណង់របស់យើងជាពិសេសទៅលើបញ្ហាបច្ចេកទេសក្នុងការឋានអញ្ចឹងទៅហើយជំនាញនៃការ design ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទីថាយើងយកទៅប្រើប្រាស់មិនមែនគ្រាន់តែយើងចង់ទៅធ្វើជា designer មួយដ៏ខ្លាំងពូកែទេក៏ប៉ុន្តែបងប្អូននឹងអាចយកវាទៅធ្វើលក្ខណៈថាដោះស្រាយបញ្ហាក៏ដូចជាបងប្អូនអាចដឹកនាំការងារនៅពេលដែលបងប្អូនកាន់តួនាទីធំៗអញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងរបៀបនៃការធ្វើការបោះ element មួយមិនថាតែ material អីទេពួកយើងនៅក្នុងឧទាហរណ៍ដែលខ្ញុំបានបង្ហាញបងប្អូននេះគឺយើងនិយាយពីដែកប៉ុន្តែបងប្អូនអាចប្រើប្រាស់បានគ្រប់ material ទាំងអស់ហើយរបៀបនៃការធ្វើការបោះ material ទាំងអស់គឺវាដូចគ្នាវាស្រដៀងគ្នាវា similar ណាអញ្ចឹងបងប្អូនត្រូវចាំថាមុនពេលដែលគ្រឿងបង្គុំយើងដាច់វាត្រូវការឆ្លងកាត់តំបន់ច្រើនវាត្រូវការធ្វើការនៅក្នុងតំបន់ច្រើនដែលបងប្អូនឃើញខ្ញុំដាក់មានចំណុចលេខ1ចំណុចលេខ2ចំណុចលេខ3ចំណុចលេខ4អញ្ចឹងបងប្អូនឃើញថាចំណុចលេខ3គឺជាចំណុចមួយដែលវាមាន stress ធំជាងគេអញ្ចឹង stress ធំជាងគេមានន័យថាម៉េចបងប្អូន stress ធំជាងគេនៅពេលដែលយើង apply កម្លាំង F នេះធំជាងគេអញ្ចឹងយើងអាចនិយាយបានថាចំណុចលេខ3គឺជាចំណុចមួយដែលកម្លាំងដែលយើង apply ទៅលើ element មួយវាឡើងដល់អង្គតង់ស្ទេ maximum មានថាធំជាងគេអញ្ចឹងវាជា ultimate strength ណាដែលយើងអាចដែលសម្ភារៈមួយដែល material មួយវាអាចទ្រាំបានអញ្ចឹងដល់ចំណុចលេខ3នេះវាជាចំណុចខ្ពស់ជាងគេដែលយើងដាក់កម្លាំងទៅសម្ភារៈនៅតែធ្វើការបានប៉ុន្តែបន្ទាប់ពីចំណុចលេខ3មកបងប្អូនឃើញថាកម្លាំងឬក៏ stress នេះវាចាប់ផ្ដើមថយចុះវិញបើសិនបងប្អូនមើល diagram នេះណាអញ្ចឹងវាចាប់ផ្ដើមថយចុះវិញអញ្ចឹងមានន័យថាម៉េចវាចាប់ផ្ដើមបាក់ហើយវាចាប់ផ្ដើម press ហើយអញ្ចឹងតាមពិតទៅ material របស់យើងនីមួយៗវាធ្វើការដល់តម្លៃ maximum របស់វាគឺត្រង់ចំណុចលេខ3ក៏ប៉ុន្តែក្នុងលក្ខខណ្ឌនៃការ design គេអត់ដល់ឲ្យសម្ភារៈយើងមួយធ្វើការដល់ហួសកំណត់ចឹងពេកទេព្រោះវាដូចជាអត់សូវសុវត្ថិភាពកាលណាយើងប្រើប្រាស់ material របៀបចឹងពេកអញ្ចឹងហើយបានជាទូទៅបងប្អូនគ្នាគឺសម្ភារៈបងអូនត្រូវដឹងថាតើសម្ភារៈមួយគេឲ្យវាធ្វើការត្រឹមកម្រិតណាដើម្បីសុវត្ថិភាពក្នុងការ design ចឹងទៅមុនពេលដែលវាចូលដល់ដំណាក់លេខ3ចំណុចលេខ3គឺវាត្រូវការធ្វើការនៅក្នុងលេខ2ហើយដំបូងគេគឺវាធ្វើការនៅក្នុងដែនកំណត់លេខ1អញ្ចឹងបងឃើញនៅក្នុងដែនកំណត់លេខ1វាគឺជាបន្ត linear ចាប់ចេញពីគល់តម្រុយ0នេះមកអញ្ចឹងវាជាបន្ត linear ហើយវាធ្វើការដល់ចំណុចលេខ1ជាកំណត់គេថាជាដែនកំណត់របស់វាបន្ទាប់ពីវាធ្វើការហួសដែនកំណត់លេខ1មានថាយើងចេះតែ apply កម្លាំងបន្តទៀតទៅ material វានឹងចាប់ផ្ដើមធ្វើការបន្តទៀតនៅក្នុងតំបន់លេខ2នៅក្នុងតំបន់លេខ2បងឯងឃើញថាវាគឺជាខ្សែបន្ទាត់ដូចគ្នាក៏ប៉ុន្តែខ្សែបន្ទាត់នេះគឺជាប្រភេទខ្សែបន្ទាត់កុងស្តង់ជាខ្សែបន្ទាត់ដែលមានតម្លៃមានន័យថា stress ទេប៉ុន្តែសាច់ load ឬក៏ strain នេះអត់ទេវានៅតែបន្តធ្វើឲ្យមានសាច់ load នឹងកើនឡើងអញ្ចឹងទៅទោះបីជាយើងរក្សាកម្លាំង apply ទៅលើ material មួយក៏ដោយអញ្ចឹងសួរថាស្អីទៅដែលហៅថាតំបន់លេខ1ស្អីទៅដែលហៅថាតំបន់លេខ2អញ្ចឹងនៅក្នុង
material ពេលដែលវាធ្វើការត្រឹមដែនកំណត់នៃតំបន់លេខ1ដែលខ្ញុំដាក់ zone នេះគឺជាគេហៅថាគឺជាតំបន់ elastic zone វាថា elastic ទាំងអស់គ្នាមានន័យថាម៉េចវាអត់តន់ខូចទ្រង់ទ្រាយទេពេលដែលទាំងអស់គ្នាចាប់ផ្ដើម apply កម្លាំងទៅលើ material មួយហើយនៅពេលដែលទាំងអស់គ្នាចាប់ផ្ដើមប្រឡែងកម្លាំងមកវិញដកកម្លាំងមកវិញអញ្ចឹង material ទាំងអស់គ្នាវាចាប់ផ្ដើមវិលត្រឡប់មកទីតាំងដើមវិញដោយអត់មានកំហុសទ្រង់ទ្រាយទេអញ្ចឹង example ពេលដែលបងអូនយកដៃទៅសកត់ទៅលើអេប៉ុងទាំងអស់គ្នាអេប៉ុងបងអូនស្គាល់អេប៉ុងទេអញ្ចឹងបងអូនយកទៅសកត់ទៅលើអេប៉ុងពេលដែលបងអូនឯងដកដៃមកវិញបងអូនឃើញថាអាអេប៉ុងហ្នឹងពេលដែលយើងសកត់វាត្រុតពេលដែលយើងដកដៃមកវិញបងអូនឯងឃើញវាឡើងមកវិញស្មើជាមួយនឹងមានន័យថា shape របស់វាគឺអត់មានការប្រែប្រួលអីទេអញ្ចឹងហ្នឹងគេហៅថាគឺជាតំបន់ elastic material ធ្វើការនៅក្នុងតំបន់ elastic ដោយបងអូនទាញកស៊ូមួយអញ្ចឹងពេលដែលបងឯងទាញកស៊ូបងឯងឃើញយឺតទេដល់ពេលយើងដកកម្លាំងមកវិញបងឯងឃើញវាទៅទីតាំងដើមវាវិញដោយអត់មានបន្សល់នៅភាពខូចទ្រង់ទ្រាយមានថាប្រវែងរបស់វាអត់មានវែងជាងមុនទេពេលដែលបងឯងប្រឡែងកម្លាំងអាហ្នឹងគេឲ្យឈ្មោះថា material ធ្វើការនៅក្នុងតំបន់ elastic បន្តមកទៀតនៅពេលដែលយើងវាធ្វើការដល់ដែនកំណត់ elastic ទាំងអស់គ្នាវាចាប់ផ្ដើមធ្វើការនៅក្នុង zone មួយទៀតដែលយើងឲ្យឈ្មោះថាគឺជា plastic zone តោះនេះចាប់ពី plastic zone មក material អត់អាចរក្សាទ្រង់ទ្រាយដើមបានវិញទេនៅពេលដែលយើង upload កម្លាំងនៅពេលដែលយើងដកកម្លាំងចេញណាដូចបណ្ដាញទាញកស៊ូអញ្ចឹងបណ្ដាញទាញកម្លាំងតិចអត់អីទេដល់ពេលបណ្ដាញចេះតែដាក់កម្លាំងកាន់តែខ្លាំងទៅនៅក្នុងដំណាក់កាលណាមួយពេលដែលបណ្ដាញប្រឡែងកម្លាំងមកវិញវាមកវិញអត់វាមកក៏ប៉ុន្តែវាអត់អាចរក្សាទ្រង់ទ្រាយដើមរបស់វាបានទេអាហ្នឹងគេឲ្យឈ្មោះថា material ធ្វើការនៅដល់តំបន់ plastic zone ហ្នឹងណាពាក់ព័ន្ធជាមួយនឹងការ design សម្រាប់ផ្នែកបេតុងអាមេរបស់យើងគេអត់ដែលឲ្យ material មួយវាធ្វើការរហូតទៅដល់ផ្នែកឬក៏តំបន់ plastic របស់យើងសួរថាហេតុអីដោយសារលក្ខខណ្ឌសុវត្ថិភាពនៅក្នុងបរិស្ថានអញ្ចឹងបើសិនជាបងអូនរៀនអំពី steel design បងអូននឹងអាចឃើញថាសម្រាប់មុខកាត់យើងខ្លះគឺយើងអាចឲ្យវាធ្វើការដល់តំបន់ plastic ដូចជាមុខកាត់ប្រភេទលេខ1និងមុខកាត់ដែកប្រភេទលេខ2អញ្ចឹងទៅ classification នៃ section សម្រាប់បងអូនណាដែលធ្លាប់រៀនsteel structure ប្រហែលជាបងអូនអាចឃើញចំណុចមួយហ្នឹងក៏ប៉ុន្តែសម្រាប់ការ design បេតុងអាមេយើងអត់ហ៊ានទេយើងឲ្យវាធ្វើការត្រឹមតែដែនកំណត់នៃតំបន់ elastic តើអរគុណសួរថាដែនកំណត់នៃតំបន់ elastic នៅត្រង់ណាអញ្ចឹងបើសិនយើងនិយាយពីគោលតម្រុយ0ចាប់ពីគោលតម្រុយ0ទៅកន្លែងចំណុចលេខ1ហ្នឹងគឺជាតំបន់ elastic ដែនកំណត់នៃតំបន់ elastic គឺត្រង់ចំណុចលេខ1នេះអញ្ចឹងចំណុចលេខ1ហ្នឹងតើអរគ្នាគឺយើងអាចឲ្យឈ្មោះមួយទៀតថាគឺជា yield strength point yield strength point មានន័យថាគឺជា strength ដែលជាដែនកំណត់នៃតំបន់ elastic អញ្ចឹងយើងជួអាចំណុច maximum នៃដែនកំណត់ elastic strength យកមកប្រើប្រាស់អញ្ចឹងគេប្រើពាក្យថា yield strength ណាអញ្ចឹងថ្ងៃក្រោយពេលដែលបងឯងឃើញដែកrequirement យើងយកដែក strength គេថា strength 390 MPa យកមកប្រើប្រាស់សួរថាអានឹងស្អីគេអានឹងគឺជា yield strength ហើយមានថាកាលណាគេនិយាយពី yield strength គឺជា strength នៅត្រង់ចុងនៃដែនកំណត់ elastic zone របស់យើងឃើញទេហើយសួរថាហេតុអីបានគេយកyield strength យកមកប្រើប្រាស់ក្នុងលក្ខខណ្ឌសុវត្ថិភាពក្នុងកូដណាក៏ដោយមិនថា ACI មិនថានៅក្នុង BS មិនថាក្នុង Euro code អីក៏ដោយគឺគេតែងតែយក yield strength យកមកប្រើប្រាស់ហើយសួរថាតើនេះនៅត្រង់ចំណុចលេខ1structure បាក់អត់បាក់អីពួកយើងអត់តាន់បាក់អីសូម្បីតែវាធ្វើការដល់ចំណុចលេខ2ក៏វាអត់តាន់បាក់ដែរវាបាក់នៅត្រង់ចំណុចលេខ3ពួកយើងណាចំណុចលេខ3វាចាប់ផ្ដើម press វាចាប់ផ្ដើមពិបាកទទួលយកមែនតើណា unacceptable មែនតើណាអញ្ចឹងបើយើងនិយាយទៅដល់ត្រង់ចំណុចលេខ3ទើប material ចាប់ផ្ដើមមានបញ្ហាចំណុចលេខ2អត់តាន់មានបញ្ហាទេចំណុចលេខ1គឺកាន់តែអត់តាន់មានបញ្ហាតែនៅក្នុងលក្ខខណ្ឌសុវត្ថិភាពនៅក្នុងការ design គឺគេសន្មតថា material នៅពេលដែលវាធ្វើការដល់ចំណុច yield strength ថាចំណុចលេខ1នេះ material គឺចាប់ផ្ដើមបាក់ហើយប៉ុន្តែពិតគឺអត់ទេណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពី basic មួយនេះហើយ diagram មួយនេះគឺយើងមិនអាចគ្រាន់តែប្រើប្រាស់សម្រាប់តែពាក់ព័ន្ធជាមួយនឹង material ដែកទេសូម្បីតែបេតុងសូម្បីតែ material ដទៃទៀតគឺយើងអាចប្រើ concept ហ្នឹងដើម្បីធ្វើការបញ្យល់ទៅអស់ណាអូខេតើអ្នកពាក់ព័ន្ធជាមួយនឹងនៅក្នុងតំបន់ elastic zone បងប្អូនឃើញថាខ្សែកោងដែលយើងខ្សែកោងតំណាក់តំណងរវាង strain ហើយនិង stress គឺជាខ្សែបន្ទាត់ត្រង់ដែលជាអនុគម linear ណាបើយើងសរសេរទៅដូចគេហៅថា y ស្មើជាមួយនឹង ax ចឹងទៅអញ្ចឹងមុំផ្គុំរវាង ax strain ax លេខនេះហើយជាមួយនឹងខ្សែបន្ទាត់នៃគេហៅថាខ្សែបន្ទាត់ linear នេះអញ្ចឹងយើងឲ្យឈ្មោះថាយើងតាំងដោយនិមិត្តសញ្ញា symbol ជា e សូតែ e ស្អីគេទាំងអស់គ្នាគឺជា modulus of elasticity ណាគេហៅថា model elastic បើយើងនិយាយពី model elastic
វាជាប៉ារ៉ាម៉ែត្រមួយដែលវាបង្ហាញអំពីភាពខ្លាំងនៃប្រភេទ material មួយដែរអញ្ចឹងបើសិនជា material យើងកាន់តែខ្លាំងយើងនឹងទទួលបានតម្លៃ E គឺកាន់តែធំអញ្ចឹងទៅណាអញ្ចឹងសម្រាប់ពាក់ព័ន្ធជាមួយនឹង E បើសិនជាបងអូនឃើញតំណែងទំនងនេះបងអូននឹងអាចដឹងថា E គឺវាជាសមាមាត្ររវាង strain ហើយជាមួយនឹង stress ប៉ុន្តែយើងប្រើប្រាស់រូបមន្តសមាមាត្រ E នេះជាមួយនឹង strain នេះគឺបានតែនៅក្នុងតំបន់ elastic ទេនៅពេលដែលហួសពីតំបន់ elastic វាចូលដល់តំបន់ plastic យើងអត់អាចប្រើ E បានទេមានថា E វាប្រែប្រួលទៅផ្សេងអញ្ចឹងទៅណាអញ្ចឹងតាក់ទងជាមួយនឹង E ទាំងអស់គ្នាយើងអាចរកបានតំណែងទំនងស្មើជាមួយនឹងតង់សងនៅពួក E គឺជាមុំចុះបងប្អូនឃើញត្រីកោណកន្លែងនេះអញ្ចឹងតង់សង alpha ណាតង់សង alpha E ស្មើជាមួយតង់សង alpha ស្មើជាមួយនឹង stress ចែកជាមួយនឹង strain អញ្ចឹង stress ចែកជាមួយនឹង strain បងប្អូនឃើញថាជាទូទៅតង់សងស្មើគេតង់សងវាស្មើជាមួយនឹងជ្រុងឈោមឬជ្រុងជាប់ជ្រុងឈោមរបស់យើងនេះគឺជាប្រភេទ stress ហើយសម្រាប់ជ្រុងជាប់គឺស្មើជាមួយនឹង strain អញ្ចឹង E គឺយើងអាចស្មើជាមួយនឹង stress ចែកជាមួយនឹង strain សម្រាប់រូបមន្តនេះបងអូនប្រើប្រាស់បានតែនៅក្នុងតំបន់ elastic ទេសម្រាប់តំបន់ plastic បងអូនលេងប្រើតំណែងទំនងនេះបានហើយឃើញទេអញ្ចឹង model elasticity នៃ material មួយគឺគេនិយាយអំពី model elastic របស់វានៅក្នុងតំបន់ elastic យើងអត់ដែរនិយាយវានៅក្នុងតំបន់ plastic ឬក៏តំបន់អីទេណាពាក់ព័ន្ធជាមួយនឹងតាក់ទងជាមួយនឹងតម្លៃនៃ model elastic ដូចខ្ញុំប្រាប់បងថាការស្គាល់តម្លៃនៃ model elastic material មួយវាជួយយើងឲ្យដឹងអំពីភាពខ្លាំងឬក៏ភាពខ្សោយនៃ material មួយអញ្ចឹងបើសិនជា material របស់យើងគឺ strength កាន់តែខ្លាំងភាពមាំវាកាន់តែខ្លាំង model elastic របស់វាក៏កាន់តែធំដែរអញ្ចឹងបងប្អូនអាចឃើញនៅក្នុង table ដែលខ្ញុំបានដកស្រង់ចេញពីបទដ្ឋាន Eurocode បងប្អូនអាចឃើញដាក់ថា short term modulus of elasticity នៃ normal weight gravel concrete normal weight gravel concrete នេះគឺបេតុងដែលយើងចាក់នៅក្នុងអគាររបស់យើងរាល់ថ្ងៃធម្មតាហ្នឹងហើយបងប្អូនឃើញយើងមានcolumn 2ដែល column ទី1គឺវាតាក់ទងជាមួយនឹង characteristic strength អញ្ចឹងបងប្អូនប្រហែលជាឆ្ងល់ថាលោកគ្រូស្អីគេcharacteristic strength ហ្នឹងខ្ញុំនឹងប្រាប់បងប្អូនតិចទៀតនៅក្នុងរយៈពេល28ថ្ងៃអញ្ចឹងនិយាយទៅអាហ្នឹងគឺជាកម្លាំងបេតុងអញ្ចឹងបងប្អូនឃើញមាន20 25អញ្ចឹង20 25នេះវាជា symbol បញ្ជាក់អំពី strength បេតុងហើយ strength បេតុងការសកត់ការតេស្តបេតុងដើម្បីយើងអាចដឹង strength របស់វាគឺយើងអាចប្រើប្រាស់ sample របស់យើងគឺ2 option យើងអាចប្រើជាប្រភេទ cylinder ក៏បានយើងអាចប្រើជា cube ក៏បានអញ្ចឹងទីខ្ញុំនឹងបង្ហាញបងឯងថាបើសិនជាយើងប្រើជាប្រភេទ sample យើងយកជា sample លក្ខណៈ shape របស់វាជា cylinder ឬក៏ជា cube អញ្ចឹងតើយើងយក dimension វាប្រមាណអញ្ចឹងទៅ standard dimension របស់វាហើយបងឃើញថាសម្រាប់ strength កាលណាគេសរសេរនៅក្នុង Eurocode គេសរសេរ20 25អញ្ចឹង20 25ខ្ញុំក៏បានបង្ហាញបងប្អូននៅក្នុង slide បន្តទៀតដែរគាត់តែឥឡូវខ្ញុំបញ្យល់ឲ្យហើយអញ្ចឹង20មានថាគឺជា cylinder strength ហើយសម្រាប់25គឺជា cubic strength តាមពិតទៅបងប្អូនអាហ្នឹងគឺជា strength តែមួយទេគាត់ថាជាទូទៅពេលដែលបងឯងយក sample បេតុងប្រភេទតែមួយយកទៅសកត់ហើយធ្វើ sample ពីរប្រភេទខុសគ្នាមួយបងឯងធ្វើជា cylinder មួយបងឯងធ្វើជា cube strength វាក៏ខុសគ្នាដែរអញ្ចឹង strength cylinder បើយើងនិយាយពីកម្ពស់នៃ sample cylinder វាខ្ពស់ជាង cube អញ្ចឹងកាលណារបស់អីមួយវារៀងមានប្រវែង L ហើយបងឯងយកទៅសកត់របស់វាយកសកត់វាដើម្បីដឹង strength អញ្ចឹង strength របស់វារៀងខ្សោយអញ្ចឹងបងឯងឃើញថា strength នៃ cylinder នៅក្នុងបេតុងគឺវាតូចជាង strength នៃ sample cube អញ្ចឹងទៅណាអញ្ចឹងបើយើងនិយាយពី cylinder គឺ20 megapascal បើយើងនិយាយពី cube គឺវា25 megapascal អញ្ចឹងបងឯងឃើញថានៅក្នុង column មួយនេះគឺវាបង្ហាញអំពី static ណាឬក៏គេហៅថា second modulus ECM E ដែលខ្ញុំនិយាយហ្នឹងហើយដែលបងឃើញតម្លៃរបស់វាគឺបងឃើញប្រែប្រួលទៅតាម strength នៃបេតុងរបស់យើងបងឃើញទេ20 megapascal នៃ cylinder វាបាន30 kilonewton per millimeter gray អញ្ចឹងមានថាអានេះទៅជា kilopascal ហើយណាទៅជា kilopascal អញ្ចឹងទៅអញ្ចឹងបងឃើញថា20បងបាន30 25បងបាន31បងឃើញថា strength បេតុងកាន់តែខ្លាំងបងនឹងឃើញថា model elastic របស់វាក៏កើនឡើងដែរអញ្ចឹងការដែលយើងឃើញយើងអាចមានតម្លៃ model elastic អាចឲ្យយើងពីតម្លៃបានថា strength នៃ material ហ្នឹងវាខ្សោយឬក៏វាខ្លាំងអញ្ចឹងទៅតាមប្រភេទនៃ model elastic របស់វាអញ្ចឹងកាលណាយើងនិយាយពី model elastic វាក៏ជា parameter មួយដែលចាំបាច់ដែលឲ្យយើងដឹងថារបស់ហ្នឹងសម្ភារៈហ្នឹងវាធន់ឬក៏វាខ្សោយវាខ្លាំងឬក៏វាអីអញ្ចឹងទៅណាអូខេបន្តមកទៀតបងប្អូនគ្នាអានេះគឺជាខ្ញុំដាក់
អានេះគឺជាតម្លៃ model elastic ដែលខ្ញុំនិយាយមិញហ្នឹងហើយគេដាក់ពាក្យថា static ណា modulus ECM ហ្នឹងគឺវាស្មើជាមួយនឹង E ដូចដែលខ្ញុំបានបង្ហាញមិញអញ្ចឹងនៅក្នុងនេះអូខេតាក់ទងជាមួយនឹងតំបន់ plastic zone បើសិនជាបងប្អូននិយាយអំពីការ design ទៅលើប្រភេទគ្រឿងបង្គុំបេតុងអាមេគេអត់ដែលឲ្យ element របស់យើងណាមិនថាតែដែកមិនថាតែបេតុងធ្វើការដល់តំបន់ plastic ទេគឺគេតែងតែឲ្យវាធ្វើការត្រឹមចុងកំណត់នៃតំបន់ elastic ដែល yield strength របស់វាណាអញ្ចឹងបងប្អូនឃើញដូចនៅក្នុង table នេះដែលយើងដាក់ថា characteristic strength នៃបេតុងដូច20 cylinder ឬក៏25 cubic នេះអញ្ចឹងអានឹងសុទ្ធថា strength អីគេលោកគ្រូអានឹងគឺជា yield strength ហើយណាគេយក yield strength យកមកប្រើប្រាស់អញ្ចឹងទាំងបេតុងក៏ដែកក៏ដោយគឺគេអត់ដែលប្រើវាដល់ plastic zone ទេអូខេបន្តមកទៀតបងប្អូនខ្ញុំនឹងនិយាយខ្លះៗទៅលើប្រវត្តិនៃ concrete អញ្ចឹងហេតុអីបានជាយើងលើកប្រវត្តិនៃ concrete យកមកសិក្សាដោយសារតែបេតុងគឺវាមានសារៈសំខាន់មែនទែនមុនពេលដែលបងឯងចាប់ផ្ដើមរៀនអំពីការ design បងត្រូវស្គាល់អំពីប្រវត្តិរបស់វាខ្លះៗណាដើម្បីវាជា concept មួយដ៏សំខាន់ដែលបងថ្ងៃក្រោយទៅបងអាចយកវាទៅនិយាយបញ្ជូល headផលប្រាប់គេចឹងទៅអូខេតោះគ្នានេះគឺជារូបភាពដែលបង្ហាញអំពី strength អាស្រ័យទៅលើ class នៃបេតុងរបស់យើងអញ្ចឹងបងឃើញយើងមាន column តាក់ទងជាមួយនឹង class បេតុងហើយបងប្រហែលជាយល់ខ្លះៗហើយកាលណាគេទៅសេ C មាន16មាន20អញ្ចឹងទៅដូចខ្ញុំបញ្យល់នៅក្នុង slide មីនឹងអញ្ចឹងហើយបងឃើញ SCK គឺតំណាងឲ្យ characteristic strength នៃបេតុងរបស់យើងហើយអានេះគឺជាប្រភេទនៃបេតុងរបស់យើងអញ្ចឹង normal lowest class សម្រាប់ use as specify នេះគឺជាប្រភេទបេតុងដែលយើងប្រើប្រាស់មាន plain concrete តោះនេះ plain concrete ពាក់ព័ន្ធជាមួយនឹងបេតុងគេហៅបេតុងសុទ្ធដែលអត់មានលេខដែកទេហើយ reinforced concrete គឺតំណាងឲ្យបេតុងអាមេរបស់យើងហើយដែលយើងមានដែកថ្នាំងអំពៅមានដែកអាឡូងអីចឹងទៅហើយបងឯងឃើញមាន pre stress concrete ណា pre stress concrete ឬក៏ reinforced concrete ដែលវារងនៅបាតុភូត chloride ណាឬក៏តំបន់ណាមជ្ឈដ្ឋានណាដែលមាន chloride ច្រើនចឹងទៅអញ្ចឹងសម្រាប់ចុងក្រោយមាន reinforced concrete in foundation នេះសម្រាប់បេតុងគ្រឹះយើងអញ្ចឹងទៅអញ្ចឹងជាទូទៅបងប្អូនអាចមើលពាក់ព័ន្ធជាមួយនឹង plan តាក់ទងជាមួយប្រភេទបេតុងទៅតាម strength របស់វាសម្រាប់ plan concrete ទាំងអស់នេះយើងប្រើជាប្រភេទ lean concrete ក៏បានដែរ lean concrete ហ្នឹងគឺអាចបេតុងសម្អាតនៅក្រោមបាតធ្នឹមឬក៏បាត foundation ឬក៏បេតុងសម្អាតតោះនេះនឹងយើងអាចប្រើ plain concrete អញ្ចឹងបងឯងឃើញ strength នៃ cylinder របស់វាអត់ខ្លាំងទេយើងយកត្រឹមតែ16 megapascal អញ្ចឹងទៅណាខ្ញុំសូមបញ្យល់ពី symbol នេះបន្តិចដើម្បីបងឯងចងចាំថ្ងៃក្រោយនៅក្នុងបទដ្ឋាន Eurocode 2អញ្ចឹងគឺគេប្រើជា symbol អញ្ចឹងណា C1620 មានន័យថាម៉េចបងប្អូនអញ្ចឹង C1620 វាបញ្ជាក់អំពី strength characteristic នៃបេតុងរបស់យើងដែល16នេះវាតំណាងឲ្យ strength sample cylinder អញ្ចឹងដូចខ្ញុំបានបង្ហាញមិញប្រាប់បងប្អូនអញ្ចឹងថាសម្រាប់ការតេស្តបេតុងដើម្បីដឹង strength គឺគេអាចមាន2 option ដើម្បីយកទៅតេស្តគេធ្វើជា sample ជា cylinder ក៏បានគេធ្វើជា sample ជា cubic ក៏បានអញ្ចឹងបើសិនជាបងឯងយកជា sample cylinder strength តេស្តទៅឃើញ16 megapascal អញ្ចឹងមានថា cubic គឺវាត្រូវបាន20 megapascal អញ្ចឹងទៅឬក៏ពេលដែលបងអូនអត់មាន sample ជា cylinder បងអូនយក sample ពុំជា cube យកទៅប្រើអញ្ចឹងបើសិនជាបងអូនតេស្តទៅឃើញវាស្មើជាមួយនឹង20 megapascal អញ្ចឹងមានថាយើងអាច convert វាជា cylinder គឺស្មើ16 megapascal អញ្ចឹងទៅឃើញទេហើយសម្រាប់ sample dimension នៃបេតុង sample របស់យើងដែលយើងយកទៅប្រើប្រាស់ដើម្បីយកទៅសង្កត់របៀបជា cube ណា cube sample dimension របស់វាគឺ1 តឹកកន្លះមានថា150 mm 4 ឈុងអញ្ចឹងទៅហើយបើបងអត់ចង់យក sample ហ្នឹងទេបើបងមានជាពុំ cylinder ចឹងបងអាចយកជា cylinder យកទៅប្រើប្រាស់អញ្ចឹងសម្រាប់ cylinder standard ASTM គឺគេកំណត់កម្ពស់របស់វាគឺ3 តឹកណា300 mm ហើយសម្រាប់អង្កត់ចិត្តរបស់វាគឺ150 mm មានថា1 តឹកកន្លះអញ្ចឹងទៅអញ្ចឹងបងអាចយកជា cube ក៏បានយកជា cylinder ក៏បានហើយនៅពេលដែលបងដឹង strength cube ឬក៏ strength cylinder បងអាច convert ទៅជា strength មួយបានថ្ងៃក្រោយណាអញ្ចឹងកាលណាគេសរសេរអញ្ចឹងបងត្រូវចងចាំថា C16 មានន័យថាម៉េច C20 មានន័យថាម៉េច16គឺជា strength នៃ sample cylinder ហើយសម្រាប់20មានន័យថាគឺជា strength sample box cube របស់យើងយកទៅប្រើប្រាស់អញ្ចឹងទៅណាអូខេអញ្ចឹងបងប្អូនតាក់ទងជាមួយនឹងតាមពិតទៅមិញបានបញ្យល់ហើយខ្ញុំថាតាក់ទងមួយ plain concrete គឺយើងច្រើនប្រើសម្រាប់បេតុងសម្អាតផ្នែកខាងក្រោមអញ្ចឹងទៅមុនពេលដែលយើងចាក់ foundation មុនពេលដែលយើងរៀបដែករៀបអីអញ្ចឹងយើងច្រើនតែចាក់បេតុង lean អញ្ចឹងយើង strength របស់វា cylinder យើងអត់យកខ្លាំងទេយើងយកទៅប្រហែលជា16 megapascal reinforced concrete គឺជាប្រភេទបេតុងអាគាររបស់យើងណាដូចតសដូចធ្នឹមដូចប្លង់សេអញ្ចឹងបងអាចយក C20
cylinder បានឬក៏25បានចឹងទៅឬក៏បងប្អូនអាចយក C 25ទៅ30ក៏បានដែរអត់បញ្ហាទេហ្នឹងហើយប៉ុន្តែគឺ SCK របស់វាកាលណាគេនិយាយពី SCK គឺតំណាងឲ្យ characteristic strength អញ្ចឹងគេនិយាយពី characteristic strength គឺគេនិយាយអំពី cylinder strength អញ្ចឹងបងប្អូនឃើញ C 2025មានន័យថា characteristic strength របស់វាគឺ20 megapascal អញ្ចឹង20 megapascal គេអត់យក cube មកប្រើគេយក cylinder យកមកប្រើប្រាស់អញ្ចឹងទៅអញ្ចឹងសម្រាប់ពាក់ព័ន្ធជាមួយនឹងអាគាររស់នៅធម្មតាបងប្អូនអាចយក strength របស់វាទៅ20 cylinder 20 megapascal ឬក៏បងប្អូនអាចយក cylinder 25 megapascal យកទៅប្រើប្រាស់ក៏បានដែរហើយពាក់ព័ន្ធជាមួយនឹង pre-stressed concrete ឬក៏ reinforced concrete ដែលវារងនៅបាតុភូតឬក៏ឥទ្ធិពលនៃ chloride ច្រើនណា chloride ច្រើនហ្នឹងដូចប្រភេទលក្ខណៈដែលគ្រឿងបង្គុំថ្ងៃក្រោយយើងដូចធ្វើ tank អីមួយចឹងទៅណាដែលវាមានជាតិ chloride ច្រើនអានឹងបងប្អូនទៅបង្កើន strength បេតុងតិចចឹងបងប្អូនអាចយក C28 អានេះសម្រាប់ cylinder 35សម្រាប់ cubic ចឹងយកទៅប្រើប្រាស់ហើយសម្រាប់ foundation ដោយសារតែជា element មួយដែលវាទ្រទម្ងន់ខ្លាំងហើយក៏ដូចជាវាកប់នៅក្នុងដីអញ្ចឹងបងប្អូនត្រូវការយក strength ខ្លាំងតិចរហូតដល់ cylinder គឺបងប្អូនអាចយកទៅរហូតដល់30 megapascal cube អាចរហូតដល់37 megapascal ហើយបងប្អូនឃើញយើងមាន strength ច្រើនទៀតដែលគេប្រើប្រាស់សម្រាប់បច្ចុប្បន្នប៉ុន្តែនេះសម្រាប់ very special structure ដែលវាពាក់ព័ន្ធជាមួយនឹងគេថាmega structure ដែលវាធន់ណាវាធន់ជាមួយនឹងសីតុណ្ហភាពធន់ជាមួយនឹងមជ្ឈដ្ឋាន serious ណាធ្ងន់ធ្ងរច្រើនអញ្ចឹងយើងអាចប្រើយើងអាចបង្កើត strength បេតុងកាន់តែខ្លាំងអញ្ចឹងទៅណាអញ្ចឹងខ្ញុំសង្ឃឹមថានៅក្នុងផ្នែកនេះបងប្អូននឹងយល់ច្បាស់អំពី concrete property ខ្លះហើយក៏ដូចជា symbol ដែលយើងប្រើប្រាស់សម្រាប់នៅក្នុងបទដ្ឋាន Earth Code 2អញ្ចឹងទៅណាអូខេអញ្ចឹងបន្តមកទៀតដល់គ្នាពាក់ព័ន្ធជាមួយនឹង characteristic strength អញ្ចឹង characteristic strength នេះបងប្អូននឹងជួបរហូតនៅក្នុងការ design បេតុងអាមេអញ្ចឹងយើងតាំង symbol របស់វាដោយ FCK តោះនេះ FCK គឺតំណាងឲ្យ characteristic strength ណា characteristic ខ្ញុំនិយាយដូចតឡាត់តិច characteristic strength អញ្ចឹងសួរថាស្អីទៅដែលហៅថា characteristic strength ណាអញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនបន្តិចថាស្អីទៅដែលហៅថា characteristic strength ហើយហេតុអីបានជាវាចាំបាច់ក្នុងការដែលយើងយកវាមកប្រើប្រាស់ទៅក្នុងការ design បេតុងអាមេរបស់យើងជាទូទៅតើអ្នកមុនពេលដែលយើងបាន characteristic strength របស់បេតុងមួយយើងត្រូវការធ្វើ sample ច្រើនមែនទែនដើម្បីយកទៅធ្វើការ testing អញ្ចឹង sample បងប្អូនអាចយកទៅតាមបទដ្ឋានអញ្ចឹងនៅក្នុងការដែលបងប្អូនចង់កំណត់ characteristic strength នៃបេតុងមួយប្រភេទអញ្ចឹងបងប្អូនត្រូវការធ្វើ sample ច្រើនអាហ្នឹងទៅតាម requirement នៃ code អញ្ចឹងទៅបងប្អូនអាចអាន sample បន្ថែមទៀតដើម្បីដឹងថាតើយើងគួរតែយក sample ប្រមាណហើយ sample នីមួយៗយើងយកទៅសង្កត់នៅក្នុងរយៈពេល28ថ្ងៃយើងយកវាទៅសង្កត់ដើម្បីដឹង strength នៅក្នុងរយៈពេល28ថ្ងៃអញ្ចឹងពេលដែលយើងទៅសង្កត់ពួកយើងនឹងទទួលបាន sample ទាំងអស់នឹងមាន strength ខុសៗគ្នាអញ្ចឹងឯងលទ្ធផលនឹងខុសៗគ្នាយើងធ្វើគេហៅថា10 sample បងយកទៅសង្កត់តែ10 sample នេះវាបាន strength ដូចគ្នាទាំងអស់ឯងវាលើសបន្តិចខ្វះបន្តិចវាខុសគ្នាតិចតួចឬក៏ច្រើនអញ្ចឹងទៅព្រោះវាការធ្វើវាមានភាពខុសប្លែកពីគ្នាទោះបីជាយើងលេងបេតុងក្នុងពេលតែមួយក៏ដោយប៉ុន្តែ material វាមិនមែនជាប្រភេទ material មួយដែលជប់បានទេវាជា material ដែលយើងធ្វើដោយដៃអញ្ចឹងមានថាវាមិនអាចទទួលបាន strength គ្រប់ sample ទាំងអស់បានដូចគ្នាកើតទេអញ្ចឹងយើងអាចទទួលបាននៅ strength F1 F2 F3 F4 bla bla អញ្ចឹងទៅហើយដែល strength នៃបេតុងបានមកអំពីការដែលយើងសង្កត់បេតុងនៅក្នុងម្ដុំហ្នឹងយើងឲ្យឈ្មោះថាវាជា individual strength ដែលយើងតាំងដោយ FI individual strength មានថាគឺជា strength នៃបេតុង sample នីមួយៗដែលយើងយកទៅសង្កត់ចឹងទៅអញ្ចឹងសម្រាប់ការដែលយើងរក FCK តើគ្នាយើងអត់ដែលយកសួរថាលោកគ្រូអញ្ចឹងយើងយក FCK យកទៅក្នុងការ design យើងយក individual strength ឬក៏យើងយកអីគេយើងអត់អាចយក individual strength បានទេព្រោះបងឯងតេស្តទាំងអស់អញ្ចឹងបងឯងយកអាមួយណាកើតបើយើងអត់ដឹងថាយកអាមួយណាត្រូវទេចឹងអត់ព្រោះ strength វាខុសគ្នាទាំងអស់អញ្ចឹងយើងមិនអាចដឹងថាយក F1 ឬក៏ F2 ឬក៏ F3 ឬក៏ F4 ត្រូវទេសិតតែអត់ត្រូវទាំងអស់អញ្ចឹងយើងត្រូវការរក SCK នេះដើម្បីយកតម្លៃ SCK នេះយកតម្លៃតែមួយគត់យកទៅធ្វើការ design ក្នុងលក្ខខណ្ឌដើម្បីសុវត្ថិភាពអញ្ចឹងដើម្បីរក SCK តើអ្នកយើងត្រូវប្រើទំនាក់ទំនងនេះ SCK ស្មើនឹង SCM ដក 1.64 SD ហើយសួរថាស្អីទៀត SCM អញ្ចឹង SCM តើអ្នកគេឲ្យឈ្មោះថា target mean strength បងស្គាល់ពាក្យ mean strength ហ៎ mean strength មានន័យថាគឺជា strength មធ្យមអញ្ចឹង strength មធ្យមរបៀប strength មិនពេលដែលបងយកបេតុងទៅសង្កត់បងនឹងឃើញ strength ច្រើនទៅលើដុំបេតុងនីមួយៗបេតុងមួយមាន strength មួយបេតុងមួយមាន strength មួយអានេះគេឲ្យឈ្មោះថា individual strength ដល់ពេល mean strength មានថាបងត្រូវការយក average ណាយកតម្លៃមធ្យមរបស់វាអញ្ចឹងតម្លៃមធ្យមរបស់វានឹងគេឲ្យឈ្មោះថា target mean strength អញ្ចឹង target mean strength តើអ្នកបើសិនជាបងយក mean strength យកទៅ design ក៏អត់សូវសុវត្ថិភាពដែរព្រោះវាជា average
អញ្ចឹងបងអូនត្រូវកាត់បន្ថយភាគរយមានថាបងអូនត្រូវការបញ្ចុះតម្លៃនៃ min strength ខ្លះដើម្បីលក្ខខណ្ឌសុវត្ថិភាពដើម្បីបងអូនទទួលបាន SCK អញ្ចឹងបងអូនឃើញ SCK បងអូនត្រូវយក min strength នេះតម្លៃមធ្យមនៃ strength បេតុងដែលទទួលបានអំពីការធ្វើ average នៃ individual strength នេះដក 1.64 SD តោះនេះ SD មានន័យថាម៉េចគឺជា standard deviation ណា standard deviation អញ្ចឹងសម្រាប់តម្លៃ 1.64 SD ខ្ញុំនឹងប្រាប់បងឯងថាយើងយកតម្លៃប្រហាក់ប្រហែលប៉ុណ្ណាអញ្ចឹងបងអូនចង់បាន resistance characteristic នៃបេតុងបងអូនត្រូវទម្លាក់អាំងតង់ស៊ីតេណាតម្លៃនៃ target min strength យកដកជាមួយនឹង 1.64 អញ្ចឹងបើសិនជាបងអូនមើល graphic នេះខ្ញុំវិភាគឲ្យបងអូនស្ដាប់តិចហើយ graphic នេះបើសិនជាបងអូនធ្លាប់រៀនអំពី statistic នឹងបងអូននឹងអាចយល់ទៅលើ graphic នេះអញ្ចឹងហើយសម្រាប់កម្រិតនៃការយល់របស់បងអូនប្រមាណអញ្ចឹងកុំតើអាភ័យគ្រាន់តែស្ដាប់ខ្ញុំសិនទៅហើយបើអត់យល់ទេហ្នឹងដល់យើង research បន្ថែមមកទៀតពាក់ព័ន្ធជាមួយនឹងផ្នែក statistic ដើម្បីបងអូនដឹងអំពី diagram នេះរបៀបម៉េចពាក់ព័ន្ធជាមួយនឹង update បងអូនឃើញអានេះគឺជាប្រភេទ strength ណាអញ្ចឹងបងអូនឯងឃើញសម្រាប់ diagram នេះបងអូនឃើញមាន2ករណីផ្សេងគ្នាបងអូនឃើញករណីខាងលើនិងករណីខាងក្រោមអញ្ចឹងករណីខាងលើគឺយើងប្រើសម្រាប់ BSEN 1992 1.1 អញ្ចឹងសម្រាប់ BSEN នេះបងប្អូនប្រហែលជាឆ្ងល់ថាលោកគ្រូរៀនតាមបទដ្ឋាន error code មិនបានចេញ BS បងប្អូន BSEN នេះគឺដូច error code អញ្ចឹង error code គឺយើងយកទៅតាម BSEN នេះកាលណាបងប្អូនឃើញ EN នេះអាហ្នឹងគឺនៅក្នុងបទដ្ឋាន error code ហើយណាហើយបងប្អូនឃើញនៅផ្នែកខាងក្រោមនេះ BS ចំតួអានេះ BS កាត់មានថា BS វាលេជាមួយនឹង error code មាន standard error code EN Europe norm អញ្ចឹងទៅណាខាងក្រោមនេះ BS 8110 ES 8 BS 8110មានន័យថាគឺជាគេហៅ code British standard ណាពួកអង់គ្លេសចក្រភពអង់គ្លេសពួកយើងអាហ្នឹងសុទ្ធ 100% ហ្មងហើយយើងអត់យកនេះមកប្រើប្រាស់ទេគឺយើងយកផ្នែកខាងលើយកមកប្រើប្រាស់អញ្ចឹងបងប្អូនឃើញ diagram នេះតើវាមានអត្ថន័យរបៀបម៉េចអញ្ចឹងបងប្អូនឃើញមានពាក្យ target min strength ណា target min strength មានថាបានមកពី average នៃ strength តម្លៃមធ្យមនៃ strength ទាំងអស់ដែលយើងយកទៅស្កត់អញ្ចឹងទៅអញ្ចឹងបងប្អូនអាចរកឃើញ min FCM បានអញ្ចឹង min FCM បងប្អូនអាចឃើញនៅចំណុចនេះណាចំណុចខ្ពស់នេះបើសិនជាបងអូនយកអាហ្នឹងយកទៅប្រើប្រាស់អត់សូវសុវត្ថិភាពទេព្រោះបងអូនត្រូវចាំថា average មាន strength បេតុងខ្លះគឺវាតូចជាងតម្លៃ average ច្រើនណាស់ព្រោះយើងដើម្បីយើងទទួលបានតម្លៃ average យើងត្រូវការយក strength ទាំងអស់ individual ទៅបូកចូលគ្នាហើយចែកជាមួយនឹងចំនួននៃ sample ចឹងទៅអញ្ចឹងត្រូវថាយើងបានmin target min strength ថាយើងបាន30 megapascal បើបងអូនយក30 megapascal យកទៅ design វាអត់សូវសុវត្ថិភាពទេណាដោយសារពេលខ្លះ sample ខ្លះវាមានតម្លៃពេលដែលយើងយកវាទៅសកត់ទៅអាំងតង់ស្តេរបស់វាគឺវាមានតម្លៃតិចជាង min strength ណាអញ្ចឹងបងប្អូនយក min strength យកទៅ design អត់កើតទេអញ្ចឹងបងអូនត្រូវដកមានថាកាត់បន្ថយ reduce ទៅលើអាំងតង់ស្តេណានៃ strength បេតុងរបស់យើង min strength នេះមក SCKចឹង SCK បងឯងត្រូវដកវាចេញបន្តិចចឹងដកចេញបងឯងគឺដកប្រហែលដក 1.64 SD មានថាយក SCM នេះណាយក SCM នេះដក 1.64 ចឹងបងដកមកក្រោយណាបងដកមកក្រោយទៅបងឃើញនេះបើសិនជា min strength របស់យើងនៅចំណុចមួយនេះបងឯងដក 1.64 ទៅគឺ characteristic SCK គឺប៉ុណ្ណេះយកទៅប្រើប្រាស់ណែឃើញចិត្ត30 megapascal យកមកប្រើប្រាស់អញ្ចឹងយើងទម្លាក់ strength ទៀតបងឃើញទេ characteristic គឺវាតូចជាងតម្លៃ min strength អញ្ចឹងវាត្រូវទម្លាក់មកបន្តិចទៀតដើម្បីសុវត្ថិភាពហើយនៅក្នុងការ design ទាំងអស់គ្នាដើម្បីសុវត្ថិភាពកាន់តែខ្លាំងគឺគេចាប់ផ្ដើមយក characteristic strength របស់បេតុងយកទៅចែកជាមួយនឹង 1.5 អញ្ចឹងនៅពេលដែលបងឯងយកចែក SCK ចែក 1.5 គឺវានៅចំណុចមួយនេះចំណុចមួយនេះបងឃើញទេហើយដើម្បីកាន់តែសុវត្ថិភាពគេទម្លាក់បេតុងមួយទៀតដែលយើងនឹងឲ្យឈ្មោះថា design strength តើអ្នកបងប្អូននឹងឃើញពេលដែលខ្ញុំបញ្យល់សប្តាហ៍ក្រោយមេរៀនក្រោយបងប្អូននឹងឃើញពាក្យ SCD SCD នេះគឺ resistance design នៃបេតុងដែលគេយក0.85 ហ្នឹងគុណជាមួយនឹង SCK នេះSCK ចែក 1.5 នេះទៀតអញ្ចឹងមានថាតម្លៃនៃ strength បេតុងដែលយើងយកទៅ design តើអ្នកគឺវាកាន់តែតូចទៅកាត់បន្ថយកាន់តែតូចទៅណាអាហ្នឹងក្នុងលក្ខខណ្ឌនេះគេតើក្នុងលក្ខខណ្ឌសុវត្ថិភាពមែនតើណាអញ្ចឹងហើយបានពេលដែលបងឯង design អាគារមួយកម្របាក់បងប្អូនមានថាបើបាក់មានថាអ្នក designer ហ្នឹងគឺគាត់មិនសូវជាធ្លាប់បានចូលសាលាឬក៏មិនដឹងបានជាគាត់ design ប៉ុណ្្នឹងឲ្យបាក់ដែរដោយសារយើងធ្វើតាមបទដ្ឋានគឺគេទម្លាក់ strength មែនទេណាដែលគេអត់យក min strength យកទៅ design ទេគេក៏អត់យក characteristic strength យកទៅ design ដែរហើយគេនឹងទម្លាក់ resistance characteristic strength characteristic របស់បេតុងណាចែក 1.15 បន្តមកគេគុណជាមួយនឹង 0.85 បន្តទៀតដើម្បីបានតម្លៃ design strength មួយយកទៅក្នុង
ការ design បេតុងអាមេរបស់យើងបងឃើញទេអញ្ចឹងវាសុវត្ថិភាពលើសុវត្ថិភាពបាត់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាតើអ្នកគ្នានឹងយល់អំពីស្អីទៅដែលហៅថា characteristic strength នៅក្នុងនេះហើយអ្វីទៅដែលហៅថា target min strength ណាហើយសម្រាប់ design strength ឲ្យយើងអត់តាន់បាននិយាយច្បាស់ទេយើងគ្រាន់តែបង្ហាញផ្នែកខ្លះៗតែប៉ុណ្ណឹងអូខេបន្តមកទៀតសម្រាប់តម្លៃ 1.64 SD បងប្អូន1.64 SD បងអាចយកតម្លៃនៅក្នុងEurocode គេអាចឲ្យយើងយកតម្លៃវាប្រហែល8 megapascal ហើយនៅក្នុងនេះគេ assume approximately មានថាប្រហែល5 megapascal ប៉ុន្តែនៅក្នុងបទដ្ឋាន Eurocode គេអាច request ឲ្យយើងយកតម្លៃ8 megapascal វាធំជាង5 megapascal វាកាន់តែសុវត្ថិភាពចឹងទៅណាអញ្ចឹងបងអាចយក8 megapascal យកទៅប្រើប្រាស់ឬបើបងអូនធ្វើទៅតាមកូដ BS ថ្ងៃក្រោយបើសិនជាបងអូនចង់រៀនផ្នែក BS បន្ថែមទៀតខាង standard BF បន្ថែមទៀតអញ្ចឹងគេយកតម្លៃស្មើ6 megapascal អញ្ចឹងវានៅក្នុងកវ៉ាល់ហ្នឹងបងប្អូនមាន5មាន6មាន8សូម្បីតែ ACI ក៏ប្រហែលនឹងដែរណាដែលយើងយកដើម្បីយើងស្វែងរកតម្លៃ strength characteristic នៃបេតុងគឺយើងត្រូវការយក target min strength យកទៅដកជាមួយនឹង8 megapascal អញ្ចឹងទៅហ្នឹងសម្រាប់ Eurocode ណាតាក់ទងជាមួយនឹង table នេះគឺជា table មួយដែលបង្ហាញទាំងអស់គ្នាអំពី characteristic strength ហើយក៏ដូចជាជាមួយនឹង target min strength ហើយបងឯងឃើញនៅក្នុងផ្នែកខាងលើនេះគឺជា class នៃបេតុងរបស់យើងដែលយើងមាន C12 16 C16 20អញ្ចឹងបងប្អូនយល់ណាថា C12 16មានថាម៉េច12មានថា strength នៃ sample cylinder 16មានថា cubic អញ្ចឹងទៅហើយបងប្អូនឃើញនៅកន្លែងនេះគឺយើងមាន strength 2ណា characteristic cylinder strength ហើយយើងមាន target min cylinder strength អញ្ចឹងសម្រាប់ផ្នែកarrow 2ខាងលើនេះគឺយើងប្រើសម្រាប់ cylinder strength ហើយសម្រាប់ផ្នែកខាងក្រោមអានេះប្រើសម្រាប់ cube strength ណាអញ្ចឹង cube យើងមាន characteristic ដូចគ្នាយើងមាន target min ដូចគ្នាអញ្ចឹងបងប្អូនឃើញតែថាពាក់ព័ន្ធជាមួយនឹងបេតុង class C តែថា C 20 25អញ្ចឹងបងប្អូននឹងឃើញ characteristic strength របស់វាគឺស្មើជាមួយនឹង20 megapascal ហើយ target min របស់វាគឺស្មើនឹង28អញ្ចឹងស្រួលមែនតើបងប្អូន target min strength គឺ28អញ្ចឹងបងប្អូនយក28ដកប៉ុន្មានដក8ចេញណាព្រោះ 1.64 SD វាប្រហែលនឹង8 megapascal បងប្អូនយក28ដក20ទៅបងប្អូនឃើញ characteristic strength របស់វាគឺស្មើជាមួយនឹង20 megapascal ណាអញ្ចឹងកន្លែងនេះគ្រាន់តែចង់បង្ហាញបងឯងតារាងបើសិនជាបងឯងប្រើរូបមន្តនេះក៏បានឬក៏បងប្អូនមើលតារាងនេះយកហ្មងក៏បានដែរព្រោះតារាងនេះគឺកើតចេញអំពីរូបមន្តនេះដូចគ្នាណាអញ្ចឹងអានេះយើងឲ្យឈ្មោះថាគឺជា characteristic strength ហើយក៏ដូចជា target min strength នៃបេតុងរបស់យើងបន្តមកទៀតបងប្អូនតាក់ទងជាមួយនឹង tensile strength នៃបេតុងតាមពិតទៅយើងអត់ត្រូវការមកបរិយាយអីច្រើនជាមួយនឹង tensile strength ទេដោយសារដូចខ្ញុំនិយាយតាំងពីដើមនៃវីដេអូរបស់យើងអញ្ចឹងខ្ញុំថា tensile strength វាសម្រាប់បេតុងគឺវាអន់មែនទែនណាយើងសឹងតែមិនយកវាយកមកប្រើប្រាស់ទេប៉ុន្តែសម្រាប់ដែកផ្ទុយវិញបើដែកអាហ្នឹងយើងត្រូវការយក tensile strength របស់វាយកមកប្រើប្រាស់អញ្ចឹងនៅក្នុងកន្លែងនេះយើងគ្រាន់តែប្រាប់បងអូនបន្តិចឲ្យដឹងទៅកុំឲ្យថ្ងៃក្រោយស្រាប់តែបងអូនកាឡូអត់បានថាអត់បានសិក្សាទៅលើផ្នែកមួយហ្នឹងណាអញ្ចឹងតាក់ទងជាមួយនឹង tensile strength ពួកយើង tensile strength គឺយើងយកបេតុងទៅទាញណាបងអូនឃើញទេ sample បេតុងហើយយើងយកទៅទាញបងអូននឹងឃើញនៅក្នុងផ្នែកមួយនេះនឹងបង្ហាញបងអូនថាតើ tensile strength នៃបេតុងវាអន់យ៉ាងណាណាវាតូចយ៉ាងណាតម្លៃរបស់វាអញ្ចឹងបងប្អូនអាចឃើញនៅក្នុង table នេះដែលវាបង្ហាញអំពី tensile strength នៃបេតុងរបស់យើងអញ្ចឹងបងប្អូនឃើញថាចេះឥឡូវផ្នែកខាងលើនេះគឺជា class នៃបេតុងរបស់យើងមាន C12 16ណាមាន16 20 25ហើយbla bla bla ចឹងទៅអញ្ចឹងបងប្អូនឃើញកន្លែងនេះគឺ min axial tensile strength SCTM បងប្អូនឃើញទេអញ្ចឹងអានេះយើងនិយាយអំពីអីគេយើងនិយាយអំពី min axial tensile strength SCTM មានន័យថាគឺជា strength ទាញនៃបេតុងណា strength ទាញនៃបេតុងបងប្អូនឃើញអត់ឥឡូវទីហៅថាបងប្អូនមើល class C12 16 C12 16មានន័យថា12គឺជា strength compression នៃ cylinder 16មានន័យថាគឺជា compressive strength នៃ cube របស់យើងអញ្ចឹងឥឡូវយើងនិយាយពី strength cylinder 12 megapascal នៃបេតុង class C12 16យើងយកទៅសង្កត់វាបាន12 megapascal 12 megapascal គឺជា characteristic strength ប៉ុន្តែបងប្អូនឃើញទេសម្រាប់យើងយកទៅទាញវាបានតែ 1.6 ទេ12ធ្លាក់មក 1.6 បងប្អូនឃើញអន់មែនតើអញ្ចឹងហើយបានខ្ញុំប្រាប់បងឯងតាំងពីដើមមកខ្ញុំថាបេតុងវាធ្វើការអត់ល្អទេនៅពេលដែលយើងយកវាទៅទាញណាហើយបន្តមកទៀតនៅខាងក្រោមបងប្អូនឃើញមាន min splitting tensile strength
ណាអានេះយើងយកទៅវាទៅធ្វើពិសោធន៍ splitting ផ្សេងដើម្បីយើងទទួលបានអញ្ចឹងខ្ញុំអត់បានបញ្ជាក់ប្រាប់ខ្លួនឯងអញ្ចឹងប្រហែលជាបងប្អូនខ្លះអត់យល់ពាក្យ splitting tensile strength ដែរអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងដាក់ផ្នែកនឹងបន្តិចទៀតជាមួយនឹង property នៃដែករបស់យើងហើយបងប្អូនឃើញមាន min flexural tensile strength អានេះយើងយកដែកសំទោសយើងយកបេតុងយកទៅលក្ខណៈកាច់ដើម្បីយើងទទួលបាន flexural tensile strength SCTM អីចឹងទៅ FL ចឹងទៅណាអញ្ចឹងសម្រាប់ចំណុចនៅក្នុងកាឡឹមនៅក្នុងជួរទី2និងជួរទី3ខ្ញុំអត់បាននិយាយបាត់ពូនឹងទេខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនទៅលើគេហៅថាជា strength នៃបេតុងនៅពេលដែលយើងទាញវាទាំងបងប្អូននឹងឃើញថាតើវាខ្សោយយ៉ាងណាអញ្ចឹងដោយសារភាពកំសោយនៃបេតុងនៅពេលដែលយើងយកវាទៅទាញអញ្ចឹងហើយដែលធ្វើឲ្យគេដែលធ្វើឲ្យបេតុងយើងអត់ដែលគេមិនដែលដាក់បេតុងឲ្យធ្វើការឲ្យវារងនៅ tensile ទេណាអូខេយើងមានរូបមន្តដើម្បីកំណត់ទៅលើ tensile strength ណាបងប្អូនអាចប្រើរូបមន្តនេះបានបងប្អូនឃើញថា SCTM ពួកយើងណាឬក៏បងប្អូនមើលតារាងនេះក៏បានដែរប៉ុន្តែតារាងនេះគឺបានចេញពីរូបមន្តនេះ SCTM គឺបងប្អូនអាចប្រើវាទំនាក់ទំនង SCTM ថាគឺជា min axial tensile strength ដែលវាមានទំនាក់ទំនងជាមួយនឹង SCK SCK មានន័យថាម៉េចពួកយើង SCK មានន័យថាគឺជា tensile គឺជា characteristic strength នៃបេតុងរបស់យើងដែលយើងគិតជា megapascal បងប្អូនប្រើរូបមន្តហ្នឹងប៉ុន្តែរូបមន្តនេះយើងប្រើបានសម្រាប់ strength បេតុងដែលស្ថិតនៅក្នុង class តូចជាង C50 60 ទេណាមានន័យថាពីណាមកបងប្អូនគឺចាប់ពី C12 16រហូតដល់ C50 60យើងអាចប្រើរូបមន្តនេះបានប៉ុន្តែសម្រាប់បេតុងដែលមាន strength ធំជាង C50 60ណាធំជាង class C50 60មានន័យថាចាប់ពីប្រហែលទៅចាប់ពី55នេះទៅអញ្ចឹងយើងអត់ប្រើរូបមន្តនេះកាលយើងប្រើរូបមន្ត SCTM យើងប្រើរូបមន្តមួយនេះឃើញបងប្អូនឯងឃើញរូបមន្តទី1ពាក់ព័ន្ធជាមួយនឹង SCK ដែលយើងយក characteristic strength យកមកប្រើប្រាស់ហើយសម្រាប់រូបមន្តទី2គឺយើងយកជា target min strength នៃបេតុងយកមកប្រើប្រាស់វិញណាអញ្ចឹងអានេះគ្រាន់តែជារូបមន្តបង្ហាញបងប្អូនខ្លះៗនៃការដែលបងប្អូនអាចយកវាទៅប្រើប្រាស់ថ្ងៃក្រោយដើម្បីយើងអាចកណនាទៅលើ min tensile strength ណា min axial tensile strength ឬក៏បងប្អូនបាច់ប្រើពាក្យ axial ក៏បានដែរប្រើទៅពាក្យថា min tensile strength ក៏បានដែរគឺជា strength កម្លាំង strength ទាញនៃបេតុងរបស់យើងចឹងទៅណាអូខេបន្តមកទៀតបងប្អូនខ្ញុំនិយាយអំពី modulus of elasticity នៃបេតុងតិចចឹងបងប្អូនមិញប្រហែលជាបងប្អូនយល់ថាស្អីទៅដែលហៅថា modulus elastic នៃបេតុងហើយលក្ខណៈនៃ modulus elastic គឺអាចឲ្យយើងវាយតម្លៃទៅលើភាពខ្លាំងឬក៏ភាពខ្សោយនៃបេតុងយើងបានណាអូខេតោះគ្នាយើងមានទំនាក់ទំនងនេះដែលខ្ញុំបានប្រាប់ឲ្យថា E ស្មើជាមួយនឹង stress ចែកជាមួយនឹង strain ហើយបងប្អូនអាចប្រើប្រាស់រូបមន្តមួយនេះដើម្បីបងប្អូនកំណត់ទៅលើ model elastic នៃបេតុងអញ្ចឹង model elastic នៃបេតុងគឺវា function ជាមួយនឹង target min strength SCM SCM មានថា target min strength នៃបេតុងរបស់យើងអញ្ចឹងបងប្អូនអាចប្រើរូបមន្តមួយនេះបានហើយຂະຫນាតរបស់វាពេលដែលបងប្អូនរកតម្លៃឃើញគឺបងប្អូនគិតជា gigapascal ណាអូខេអានេះយើងឲ្យឈ្មោះថា second modulus of elasticity អាហ្នឹងគឺជា model elastic នៃបេតុងរបស់យើងហើយសម្រាប់ model elastic នៃបេតុងដោយដែលខ្ញុំបានបង្ហាញនៅក្នុង table ខាងដើមមកថាតម្លៃរបស់វាគឺវាអាស្រ័យទៅលើ strength នៃបេតុងដែរបេតុងយើងកាន់តែខ្លាំង strength របស់សំទោសបេតុងយើង strength កាន់តែខ្លាំង model elastic ក៏កាន់តែមានតម្លៃធំដែរហើយនៅក្នុងនេះគឺវាក៏បង្ហាញបងប្អូនឃើញថាវាមានពីរ function ដែលវាបង្ហាញអំពីភាពខ្លាំងនៃ model elastic នៃបេតុងណាទី1គឺអាស្រ័យទៅលើ strength បេតុងកាន់តែខ្លាំងធ្វើឲ្យ model elastic ក៏កាន់តែខ្លាំងដែរបងប្អូនឃើញអ្នកឃើញវាចាប់ដើមគេវាចាប់ដើមបេតុងយើង strength អ្នកខ្លះបេតុងយើង strength កាន់តែខ្លាំងឃើញ model elastic កាន់តែធំចឹងទៅទី2គឺអាស្រ័យទៅលើ composition ណាអាស្រ័យទៅលើធាតុផ្សំនៃបេតុងអញ្ចឹងបើយើងប្រើប្រភេទ material ផ្សេងអាហ្នឹង model elastic ក៏វាចាប់ដើមមានតម្លៃខុសគ្នាទៅតាមនឹងដែរអញ្ចឹងបងប្អូនឃើញមាន sandstone បងប្អូនឃើញមាន limestone បងប្អូនមានឃើញ quartz បងប្អូនមានឃើញជា basalt អានេះគឺជាប្រភេទ composition ដែលយើងប្រើថ្មដើម្បីលាយចូលទៅក្នុងរូបមន្តនៃបេតុងរបស់យើងចឹងទៅព្រោះបេតុងវាផ្សំឡើងពីខ្សាច់វាផ្សំឡើងពីថ្មវាផ្សំឡើងពីស៊ីម៉ង់ណាហើយមានដាក់ទឹកចូលទៅក្នុងហ្នឹងទៅវាបង្កើតបានទៅជាបេតុងយើងបានអញ្ចឹងនៅកន្លែងនេះខ្ញុំក៏ចង់ប្រាប់បងឯងថាសម្រាប់ពាក់ព័ន្ធជាមួយ model elastic នៃបេតុងវាទី1អាស្រ័យទៅលើ compressive strength class នៃបេតុងទី2គឺវាអាស្រ័យទៅលើប្រភេទថ្មដែលយើងយកទៅប្រើប្រាស់ដាក់ចូលទៅក្នុងបេតុងចឹងទៅណាអូខេអញ្ចឹងបន្តមកទៀតតើគ្នាយើងនៅបង្ហាញបន្តិចទៀតតើតើជាមួយនឹង concrete property ដដែលប៉ុន្តែខ្ញុំចង់ឲ្យបង្ហាញបងឯងអំពីបាតុភូត shrinkage នៃបេតុងណា
មុនពេលយើងចូលការ design ដូចខ្ញុំប្រាប់ម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំចង់បង្ហាញពួកអ្នកថាត្រូវស្វែងយល់ឲ្យបានច្បាស់អំពីលក្ខណៈនៃបេតុងរបស់យើងដើម្បីថ្ងៃក្រោយយើងងាយស្រួលក្នុងការដែលយើងយកវាទៅដោះស្រាយរាល់បញ្ហាផ្សេងៗអញ្ចឹងទៅអញ្ចឹងតើតើជាមួយនឹង shrinkage in concrete តោះនេះស្អីទៅដែលហៅថាបាតុភូត shrinkage យើងឲ្យនិយមន័យខ្លីបំផុតshrinkage បាតុភូត shrinkage នៅក្នុងបេតុងគឺជាបាតុភូតមួយដែលធ្វើឲ្យបេតុងវារួមមាឌណាធ្វើឲ្យបេតុងវារួមមាឌដោយសារតែការបាត់បង់ជាតិទឹកនៅក្នុងបេតុងអញ្ចឹងរូបភាពនេះបងឯងឃើញខ្ញុំដាក់ជា evaporation មានន័យថាគឺជាចំហាយទឹកដែលវាហួតចេញពីបេតុងរបស់យើងអញ្ចឹងបេតុងរបស់យើងបងប្អូនគ្នាវាមាន water cement content បើសិនជាបងប្អូនធ្លាប់រៀនអំពីការ design ទៅលើបេតុង technology នៃបេតុងបងប្អូននឹងឃើញថាដើម្បីកំណត់ strength នៃបេតុងគឺយើងត្រូវការកំណត់ទៅលើភាគរយនៃទឹកនិងស៊ីម៉ងត៍នៅក្នុងនោះណា water cement content នៅក្នុងបេតុងគឺយើងមានទឹកកាលណាទឹកចាប់ផ្ដើមបាត់បង់វាបេតុងចាប់ផ្ដើមកំហូចទ្រង់ទ្រាយវាចាប់ផ្ដើមរួមមាឌណាវាចាប់ផ្ដើមរួមមាឌវាចាប់ផ្ដើមធ្វើឲ្យផ្ទៃបេតុងរបស់យើងវាចាប់ផ្ដើមប្រេះអាហ្នឹងឯងដែលបងអូនឃើញថាពេលដែលយើងចាក់បេតុងដំបូងគេទាមទារឲ្យយើងខ្ជួរបេតុងឲ្យយើងថែរក្សាបេតុងដោយការ spray ទឹកដើម្បីកុំឲ្យទឹកវាហួតឡើងណាដោយសារតែអីគេសីតុណ្ហភាពពីខាងក្រៅអញ្ចឹង evaporation គឺជាបាតុភូតមួយដែលវាអាចបង្កឲ្យមានបាតុភូត shrinkage ហើយវាអាចធ្វើឲ្យបេតុងប្រេះបានហើយជាពិសេសគឺការប្រេះនៅផ្នែកខាងលើផ្ទៃនៃបេតុងដោយសារតែការបាត់បង់ជាតិទឹកអញ្ចឹងបាតុភូតរបៀបអញ្ចឹងយើងឲ្យឈ្មោះថា shrinkage អញ្ចឹងនៅពេលដែលហួតទេបងប្អូនបេតុងវាចាប់ផ្ដើមថយមាឌដោយ data way ខ្ញុំដាក់អញ្ចឹងទៅ concrete volume change concrete volume change ហ្នឹងឯងដែលវាជាបាតុភូត shrinkage ហើយ change ដោយសារគេ change ដោយសារតែបាតុភូត evaporation មានថាបាត់បង់ជាតិទឹកអញ្ចឹងសរុបមកវិញអាហ្នឹងគឺជាបាតុភូត shrinkage ណាសម្រាប់បាតុភូត shrinkage វាបែងចែកជាពីរផ្នែកផ្សេងគ្នាមួយយើងឲ្យឈ្មោះថា autogeneous shrinkage ទីពីរយើងឲ្យឈ្មោះថា dry shrinkage ဆိုថាវាខុសគ្នារបៀបណាបាតុភូតទាំងពីរនេះវានឹងកើតបន្តគ្នាបន្ទាប់ពីយើងចាក់បេតុងហើយ autogeneous shrinkage តោះគ្នាគឺជាការបាត់បង់ជាតិទឹកដោយសារប្រតិកម្ម hydration ក្នុងបេតុងណាបងអូនធ្លាប់រៀនអំពីគីមីវិទ្យាឬក៏បងអូនធ្លាប់រៀនអំពី technology នៃបេតុងធាតុផ្សំនៃបេតុងបងអូននឹងដឹងថាបេតុងមុនពេលដែលវាអាចរឹងបានវាកកបានវាត្រូវមានបាតុភូត hydration នៅក្នុងហ្នឹងណាប្រតិកម្មនៅក្នុងហ្នឹងដើម្បីវាអាចធ្វើឲ្យបេតុងហ្នឹងវាចាប់ផ្ដើមកកបានបាតុភូតវាធម្មតាបងអូនធ្លាប់ខ្ញុំមិនដឹងថាបងអូនបកកាយគីមីវិទ្យាឬក៏អត់ទេបេតុងឬក៏អីក៏ដោយឲ្យតែមានប្រតិកម្មវាចាប់ផ្ដើមបញ្ចេញកម្ដៅបញ្ចេញកម្ដៅហ្នឹងឯងដែលវាធ្វើឲ្យមានការបាត់បង់ជាតិទឹកនៅក្នុង element មួយនៅក្នុងរូបធាតុមួយអញ្ចឹង autogeneous shrinkage នេះបងអូនមិនអាចកាត់បន្ថយវាបានទេដោយសារអីដោយសារតែកម្ដៅវាមានស្រាប់ណាមានថាបាតុភូតឲ្យតែបងអូនឯងលាយបេតុងគឺ autogeneous shrinkage គឺវាកាត់ឡើងមានស្រាប់អញ្ចឹងការបាត់បង់ជាតិទឹកដំបូងគេគឺដោយសារតែបាតុភូតរបស់បេតុងខ្លួនឯងណាវាអត់ដោយសារតែបរិយាកាសពីខាងក្រៅទេបងឯងសូម្បីតែបងឯងចាក់ពេលភ្លៀងតិចយ៉ាងណាក៏ដោយក៏នៅតែមានបាត់បង់ជាតិទឹកដែរដោយសារ hydration មានថាដោយសារតែប្រតិកម្មនៅក្នុងបេតុងយើងទាំងអញ្ចឹងទៅដែលវាធ្វើឲ្យមានបាតុភូត autogeneous shrinkage ទី2ខ្ញុំសូមបន្ថែមបន្តិចថាតកតងជាមួយនឹងការបាត់បង់ជាតិទឹកនៅក្នុងបេតុងដោយសារតែ shrinkage បាតុភូត shrinkage វានឹងធ្វើឲ្យគេហៅថាបង្កើត strain បន្ថែមទៀតនៅក្នុងបេតុងរបស់យើងហើយអា strain ហ្នឹងឯងបងប្អូនដែលវាចាប់ផ្ដើមធ្វើឲ្យបេតុងប្រេះដោយសារបេតុងរបស់យើងបងប្អូនព្រោះកាលណារួមមាឌគឺវាបង្កើតជាប្រភេទ tensor strain ឬក៏ tensor stress វាបង្កើតបានជា stress ទាញណាហើយបងប្អូនធ្លាប់បានរៀនមិញហើយបងប្អូនធ្លាប់ស្ដាប់មិញហើយថាជាទូទៅបេតុងយើងធ្វើការល្អហើយនៅពេលដែលវារងនៅ tensor នៅពេលដែលវារងនៅកម្លាំងទាញអញ្ចឹងហើយដែលstress ទាញណាក៏មានកម្លាំងទាញ stress ទាញអញ្ចឹងហើយបាននៅពេលដែលវាមានបាតុភូត shrinkage កាត់ឡើងដល់នេះបេតុងគឺចាប់ផ្ដើមប្រេះមកណានៅផ្ទៃខាងលើយើងមានដែកណាផ្ទៃបេតុងសុទ្ធហ្នឹងអញ្ចឹងបេតុងធ្វើការល្អនៅពេលដែលវារងនៅ tensor ហើយដោយសារតែនេះអាបាតុភូត shrinkage នេះគឺវាបង្កើតបាននៅគេហៅថាជា tensor stress ណាដែលវាបង្កើតបាន strain epsilon Ca ដោយសារ hydration ប្រតិកម្ម hydration reaction អញ្ចឹងទៅអាហ្នឹងដែលធ្វើឲ្យបេតុងយើងប្រេះអញ្ចឹងទៅខ្ញុំតាំង epsilon Ca គឺជា stress ដែលវាកើតឡើងដោយសារតែប្រតិកម្ម hydration នៅក្នុងបេតុងគេហៅថា autogeneous shrinkage បន្តមកទៀត dry shrinkage តោះនេះ dry shrinkage វាកើតឡើងនៅពេលណាវាកើតឡើងដោយសារតែមជ្ឈដ្ឋានបរិយាកាសជុំវិញបេតុងរបស់យើងអញ្ចឹងនៅពេលដែលបងឯងចាក់បេតុងថ្ងៃក្តៅឬក៏អីអញ្ចឹងទៅ
ដោយសារតែបរិយាកាសក្រៅហ្នឹងវាស្រូបធ្វើឲ្យទឹកយើងហួតឡើង evaporation បាតុភូត evaporation អញ្ចឹងបានធ្វើឲ្យជាតិទឹកនៅក្នុងបេតុងវាបាត់បង់ម្ដងទៀតណាអញ្ចឹងយើងតាំងអា stress ឬក៏ strain ដែលកើតឡើងនៅក្នុងបេតុងដែលជាបាតុភូត dry shrinkage យើងតាំងដោយ epsilon CD អញ្ចឹងបងប្អូនឃើញថា dry shrinkage វាខុសពី autogenesis dry shrinkage គឺដោយសារតែបរិយាកាសពីខាងក្រៅក្តៅវាចាប់ផ្ដើមបង្កឲ្យមានការវាបង្កឲ្យមានបាតុភូត evaporation អញ្ចឹងនៅពេលដែលវាមានបាតុភូត evaporation វាចាប់ផ្ដើមធ្វើឲ្យបាត់បង់ជាតិទឹកនៅក្នុងបេតុងអញ្ចឹងវាចាប់ផ្ដើមប្រេះម្ដងទៀតឲ្យឃើញទេអញ្ចឹងបើសិនជាយើងនិយាយអំពីការប្រេះបេតុងតគ្នានៅក្នុងផ្លូវបេតុងឬក៏ប្លង់សេក៏ដោយបើសិនជាប្រភេទ element របស់យើងគ្រឿងបង្គុំរបស់យើងដែលវាមានប្រវែងវែងណាបងអូនត្រូវមានជាគេថា construction joint ដើម្បីអីដើម្បីកាត់បន្ថយនៅបាតុភូត shrinkage ណាកាត់បន្ថយនៅស្នាមប្រេះនៃបេតុងរបស់អីមួយតើអ្នកកាលណាវារួមឬក៏រីកមាឌវាត្រូវធាក់ឬក៏វាទាញហើយនៅពេលដែលបងឯងមានផ្នែកណាមួយដែលទប់វាដែលយើងឲ្យឈ្មោះថា restraint part ហ្នឹងគឺជាផ្នែកដែលទប់ពួកយើងដែលទប់អត់ឲ្យអាចលនានៃការរីករួមមាឌហ្នឹងវាកើតឡើងបានអាហ្នឹងឯងដែលវាធ្វើឲ្យបេតុងចាប់ផ្ដើមប្រេះណាអញ្ចឹងនៅក្នុងកន្លែងផ្លូវអាគារឬក៏សំណង់ផ្លូវរបស់យើងបើសិនជាបងអូនអត់ទុក construction joint ទេដោយសារតែអាផ្នែកខ្លះនៃគ្រឿងបង្គុំរបស់យើងវាទប់អាបាតុភូតដែលធ្វើឲ្យបេតុងរីកឬក៏រួមមាឌដោយសារតែបាតុភូត shrinkage នឹងហើយដែលវាចាប់ផ្ដើមធ្វើឲ្យបេតុងប្រេះអញ្ចឹងបាននៅក្នុងអាគារដែលវារាងវែងណាមានប្រវែងវែងគេចាប់ផ្ដើមធ្វើជា construction joint សំណង់ផ្លូវក៏ដូចគ្នាដែរបងប្អូនច្រើនឃើញគេកាត់ជា construction joint នៅផ្នែកខាងលើដើម្បីជួយកាត់បន្ថយកុំឲ្យវាមានប្រេះព្រោះបាតុភូត autogenesis shrinkage ហើយនិង dry shrinkage វាអត់អាច prevent បាន 100% ទេទោះបីជាបងឯងខ្ជួរទឹកណាបងឯងបាច spray ទឹកក៏ដោយក៏វាមិនអាចជួយយើងបាន 100% ដែរអញ្ចឹងបើសិនជាក្នុងករណីបរិយាកាសនៅជុំវិញបេតុងរបស់យើងពេលដែលបងឯងចាក់ហើយវាក្តៅខ្លាំង dry shrinkage គឺកើតឡើងខ្លាំងមែនទែនអញ្ចឹងបងឯងខ្ជួរវាជួយខ្លះគាត់ថាវាអត់ជួយបាន 100% ទេអញ្ចឹងសម្រាប់ element ណាដែលបងឯងអាចទុកជា construction joint បានបងឯងគួរទុកទៅដើម្បីជួយកាត់បន្ថយនៅស្នាមប្រេះនៃគ្រឿងបង្គុំរបស់យើងអញ្ចឹងទៅអញ្ចឹងបងឯងឃើញផ្លូវអីពាក្យច្រើនចាក់ដបងបងឯងអត់ខ្ជួរបានល្អទេហើយនៅពេលដែលបាតុភូត autogenesis shrinkage ឬក៏ dry shrinkage កាត់ឡើងបងឯងឃើញវានឹងប្រេះរបៀបអញ្ចឹងណាសម្រាប់ autogenesis shrinkage កាត់ឡើងខ្លាំងនៅពេលដែលបងឯងប្រើបេតុងលក្ខណៈគេហៅថា early strength ហ្នឹងយើងបង្ខំធ្វើម៉េចឲ្យបេតុងវារឹងឲ្យលឿនកាលណាបងឯងបង្ខំធ្វើឲ្យបេតុងរឹងកាន់តែលឿនវាចាប់ផ្ដើមគេហៅថាចាប់ផ្ដើមបង្កើតកម្លាំងបង្កើតកម្ដៅកាន់តែខ្លាំងនៅក្នុងបេតុងរបស់យើងអាហ្នឹងគឺវាចាប់ផ្ដើមធ្វើឲ្យបេតុងយើងក្រែកកាន់តែខ្លាំងអញ្ចឹងទៅណាអញ្ចឹងអាហ្នឹងគឺជាបាតុភូត shrinkage របស់យើងហើយតាក់ទងជាមួយនឹងepsilon CS តើនេះ epsilon CS ខ្ញុំតំណាងឲ្យ strain total នៃការប្រេះណាដោយសារបាតុភូត shrinkage អញ្ចឹងអញនិយាយថានេះគឺជា strain total ដោយសារបាតុភូត shrinkage អញ្ចឹងទៅអញ្ចឹង strain epsilon CS កើតឡើងដោយសារ composition 2ផ្នែក2ទី1គឺកើតឡើងដោយសារ autogenesis shrinkage ដែលយើងតាំងដោយ epsilon CA ហើយទី2គឺកើតឡើងដោយសារតែ dry shrinkage ដែលយើងដាក់ epsilon CD អញ្ចឹងទៅណាអូខេអញ្ចឹងសម្រាប់ការរកតម្លៃ epsilon CA ណា epsilon CA គឺកើតឡើងដោយសារតែ autogenesis shrinkage ស្មើនឹងទំនាក់ទំនងមួយនេះបងប្អូនឃើញទេហើយយើងដាក់ anon មានន័យថាម៉េចក្នុង long term ណាព្រោះយើងនិយាយអំពី hydration reaction ប្រតិកម្មនៅក្នុងបេតុងតើគ្នាវាមិនបញ្ចប់ភ្លាមទេវាអាចស៊ីពេលវាអាចស៊ីពេលយូរច្រើនខែរហូតដល់ច្រើនឆ្នាំអញ្ចឹងវានៅតែមានបាតុភូតគេថា autogenesis shrinkage រហូតអញ្ចឹងបេតុងរបស់យើងដែលបងឯងឃើញថាពេលខ្លះយើងធ្វើសំណង់នឹងបានយូរឆ្នាំហើយក៏វានៅតែបន្តប្រេះដែរដោយសារតែបាតុភូត autogenesis shrinkage របស់យើងណាអញ្ចឹងអានេះសម្រាប់រយៈពេល long term ខ្ញុំដាក់ epsilon CA anon នេះគឺបងអូនប្រើទំនាក់ទំនងមួយនេះដើម្បីកណនាទៅលើ strain ដែលកើតឡើងដោយសារតែ autogenesis shrinkage ហើយវាពាក់ព័ន្ធជាមួយនឹង SCK អញ្ចឹង SCK មានថាម៉េចគឺជា strength នៃបេតុងអញ្ចឹងបងអូនអាចឃើញថា SCK គឺ characteristic strength នៃបេតុងរបស់យើងអញ្ចឹងបងប្អូនឃើញតំណែងនេះបងប្អូនឃើញអាចប៉ាន់ស្មានបានថាបើសិនជាបេតុងយើង strength កាន់តែខ្លាំងវានឹងបង្កឲ្យមានបាតុភូត autogenesis shrinkage ក៏កាន់តែខ្លាំងដែរអញ្ចឹងប្រតិកម្មគឺវានៅរហូតណាកាលណាបេតុងយើងកាន់តែ
យើងបង្កើនកម្លាំងបង្កើន strength កាន់តែខ្លាំងអញ្ចឹងបេតុងដែល strength ខ្លាំងក៏មិនប្រកាសថាល្អដែរ strength ខ្លាំងមែនក៏ប៉ុន្តែវានឹងអាចធ្វើឲ្យមានបាតុភូត press ច្រើនអញ្ចឹងទៅពាក់ព័ន្ធជាមួយនឹងក្នុងរយៈពេលណាមួយខ្ញុំដាក់ T នេះទាំងអស់គ្នា epsilon CA ដែរប៉ុន្តែឥឡូវគឺយើងនិយាយពី long term អញ្ចឹង long term នេះបងអូនអត់បាច់ប្រើរូបមន្តនេះយើងប្រើប្រាស់ទេអញ្ចឹងបងអូនប្រើសម្រាប់ long term ណា5ឆ្នាំ10ឆ្នាំ20ឆ្នាំអីបងអូនប្រើ epsilon CA epsilon នេះហ្មងទៅយកទៅប្រើប្រាស់តែបើបងអូនចង់គណនា epsilon CA ក្នុងខណៈពេលណាមួយដែលអនុគមជាមួយទេណាមួយខែ2ខែ3ខែមួយឆ្នាំ2ឆ្នាំបងអូនអាចប្រើរូបមន្តតំណាក់តំណងនេះយកទៅប្រើប្រាស់អញ្ចឹងបងអូនឃើញថា epsilon CA អនុគមមួយនឹងរយៈពេលវាពាក់ព័ន្ធជាមួយនឹង epsilon CA អណន្តដែរមាន long term ដែរហើយបងអូនប្រើតំណាក់តំណង exponential ហើយ T នេះគឺតំណាងឲ្យរយៈពេលអញ្ចឹងរយៈពេលប្រហែលឆ្នាំប្រហែលខែបងអូនឯងគុណគូលេខទៅបងអូនចង់រកពាក់ព័ន្ធជាមួយនឹង strain ដែលបង្កើតឡើងដោយ autogenous shrinkage ចឹងទៅណាអញ្ចឹងនៅក្នុងផ្នែកនេះខ្ញុំចង់ឲ្យបងឯងយល់អំពីបាតុភូត shrinkage ថាតើវាមានរឿងហេតុអីកើតឡើងហើយវាមានប្រមាណប្រភេទនៃបាតុភូត shrinkage នៅពេលដែលយើងចាក់បេតុងហើយណាអញ្ចឹងអ្វីដែលបងឯងត្រូវច្បាស់គឺ shrinkage នៅក្នុងបេតុងកើតឡើងដោយសារតែការបាត់បង់ជាតិទឹកអញ្ចឹងអាចដោយសារតែ evaporation ឬក៏អាចដោយសារតែ autogenous shrinkage អញ្ចឹង evaporation ហ្នឹងឯងដែលជាបាតុភូត dry shrinkage ហើយ autogenous shrinkage គឺជាបាតុភូតកើតឡើងដោយសារតែប្រតិកម្ម hydration នៅក្នុងបេតុងរបស់យើងចូលមកដល់ចំណុចចុងក្រោយនៃមេរៀនរបស់យើងគឺពាក់ព័ន្ធជាមួយនឹង creep in concrete creep in concrete ក៏ជាបាតុភូតមួយដែរដែលធ្វើឲ្យបេតុងមានការប្រេះឬក៏អាចនិយាយបានថាធ្វើឲ្យសំណង់អាគាររបស់យើងវាមានភាពដាបចឹងទៅមិនថាតែធ្នឹមមិនថាតែប្លង់សេហើយសួរថាស្អីទៅដែលថា creep in concrete តិចទៀតបងអូននឹងដឹងណាអូខេខ្ញុំ example មួយឲ្យបងអូនតាក់ទងជាមួយនឹង model នៃគ្រឿងបង្គុំរបស់យើងដែលមាន condition support បងឃើញអានេះជា condition support របស់យើងខ្ញុំដាក់ pin នេះជាធ្នឹមរបស់យើងមួយអញ្ចឹងទៅតោះគ្នានៅពេលដែលយើងនិយាយអំពីធ្នឹមរបស់យើងពេលដែលយើងចាក់ហើយគ្រឿងបង្គុំរបស់យើងមិនថាតែធ្នឹមថាអីរបស់យើងពេលដែលយើងចាក់ហើយដបងយើងអត់តាន់បាន apply កម្លាំងអីចឹងបេតុងនៅទន់ដូចប្លង់សេដូចធ្នឹមយើងអត់តាន់អាច apply កម្លាំងបានទេអញ្ចឹងដោយសារតែបាតុភូត shrinkage វាចាប់ផ្ដើមធ្វើឲ្យធ្នឹមរបស់យើងវាមាន deflection មកតង់នេះអញ្ចឹង deflection ដោយសារតែបាតុភូត shrinkage ព្រោះចាក់ហើយថ្មីយើងអត់តាន់បាន apply កម្លាំងទេប៉ុន្តែបងអូននឹងឃើញថាធ្នឹមរបស់យើងក៏មានភាពដាបតិចតួចដែរអាហ្នឹងគឺដាបដោយសារតែ deflection សំទោសដាបដោយសារតែ shrinkage ឃើញទេនៅពេលដែលអាគារគ្រឿងបង្គុំរបស់យើងចាប់ផ្ដើមអាច apply កម្លាំងបានហើយនៅពេលដែលយើងវារឹងវាមាន strength គ្រប់គ្រាន់យើងចាប់ផ្ដើម apply កម្លាំង P អញ្ចឹងបងប្អូនគឺអាភាពដាបទី1នេះអានេះគឺជាភាពដាបដោយសារតែ shrinkage ណាខ្ញុំដាក់ថា shrinkage deflection ពេលដែលយើងដាក់កម្លាំងមកតោះគ្នាធ្លាប់រៀន structural analysis ដឹងហើយកាលណាមានកម្លាំងវាធ្វើឲ្យធ្នឹមរបស់យើងវាចាប់ផ្ដើមdeflection ម្ដងទៀតអញ្ចឹង deflection ម្ដងទៀតហ្នឹងតោះគ្នានេះឲ្យឈ្មោះថា elastic deflection តោះនេះសូមលុបពាក្យ plastic តិចខ្ញុំច្រឡំពាក្យអានេះមិនមែន plastic deflection ទេគឺ elastic deflection អញ្ចឹងនៅពេលដែលយើងដាក់កម្លាំងពេមកតោះគ្នាធ្នឹមយើងដោយសារតែកម្លាំងពេនេះវាមានភាពដាបមកតង់ទៀតឃើញទេទី1វាដាបដោយសារបាតុភូត shrinkage ទី2វាដាបដោយសារតែកម្លាំង P ដែលយើងឲ្យឈ្មោះថា elastic deflection ហើយចុងក្រោយបងប្អូនបើសិនជាយើងរក្សាកម្លាំងនេះនៅកុងស្តង់រយៈពេល long term ណា long term នេះមានន័យថាម៉េចពួកយើងមានន័យថាដូចអាគាររបស់យើងអញ្ចឹងពេលដែលយើងធ្វើទុកយូរទៅយើងដាក់កម្លាំងនៅនឹងថ្កល់ទុករហូតណាដូចជាប្រភេទ dead load ដូចជា self weight បន្ទុកផ្ទាល់របស់គ្រឿងបង្គុំដូចជាអ្វីដែលជា action យើងអាចនិយាយថាជាបន្ទុក dead load វារក្សានៅកុងស្តង់រហូតណាវារក្សាតម្លៃថេររហូតនៅលើគ្រឿងបង្គុំរបស់យើងសួរថាគ្រឿងបង្គុំរបស់យើងបន្ទាប់ពី elastic deflection ហើយតើវានៅដាបទៀតទេវានឹងដាបមកតង់ទៀតដែលជា final deflection final deflection ហ្នឹងស្អីគេពួកយើង final deflection ហ្នឹងគេហៅថា creep deflection អញ្ចឹង creep deflection មានន័យថានិយមន័យបើសិនជាបងអូនស្ដាប់នៃការបញ្យល់របស់ខ្ញុំមកអាចឲ្យនិយមន័យបានទេ creep deflection គឺជា final deflection យើងនិយាយពី long term deflection ដែលកើតឡើងដោយសារតែការ apply បន្ទុកកុងស្តង់ក្នុងរយៈពេល long term ទៅលើគ្រឿងបង្គុំរបស់យើងវានឹងបង្កើតទៅបានជាបាតុភូត creep deflection ឃើញទេពួកយើងណាបើសិនជាបងអូនមើល diagram មួយនេះណា elastic strain កើតឡើងដោយសារ elastic deflection នេះកាលណាមាន elastic strain វាបង្កើតបានជា elastic deflection ខ្ញុំសូមបញ្ជាក់បន្តិចសូមលុបពាក្យ plastic ចោលបងឯងដាក់ elastic deflection ពេលដែលបងឯង apply កម្លាំងដបងធ្នឹមយើងចាប់ផ្ដើមដាបហ្នឹងដោយសារតែកម្លាំងពេនេះអាហ្នឹងគេឲ្យឈ្មោះថា elastic deflection ណាឬក៏ elastic strain នេះបើយើងនិយាយអំពី long term ណា long term រយៈពេល10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំ
50 ឆ្នាំ វានឹងចាប់ផ្ដើមបង្កើត strain មួយទៀតបន្ថែមដែលយើងឲ្យឈ្មោះថា creep strain អញ្ចឹង creep strain គឺកើតឡើងដោយសារតែបន្ទុកកុងស្តង់ apply ទៅលើ structure យើងក្នុងរយៈពេល long term ណាអញ្ចឹងអាហ្នឹងយើងឲ្យឈ្មោះថាគឺជា creep in concrete អញ្ចឹងសង្ឃឹមថាបងអូនយល់ថាអ្វីទៅដែលហៅថា shrinkage អ្វីទៅដែលហៅថា creep បាតុភូត creep នៅក្នុងបេតុងរបស់យើងហើយជាទូទៅ total deflection នៃធ្នឹមរបស់យើងដែលបងអូនត្រូវការ calculate ថ្ងៃក្រោយណាដល់ពេលដែលបងឯង design ធ្នឹមអញ្ចឹងថ្ងៃក្រោយខ្ញុំនឹងបង្ហាញបងឯងទៅលើការ verify ទៅលើ deflection total deflection គឺត្រូវធ្វើការបូកសរុបនៃ deflection ដោយសារ shrinkage បូកជាមួយ deflection ដោយសារតែ plastic ណាសំទោសមានដោយសារ plastic តោះនេះដោយសារ elastic ហើយបូកជាមួយនឹង deflection ដោយសារតែ creep phenomenon បាតុភូត creep ចូលគ្នាបានបងអូនបាន total deflection នៃភាពដាប់ធ្នឹមរបស់យើងមួយដើម្បីធ្វើការប្រៀបធៀបជាមួយនឹងភាពដាប់ admissible ណា allowable អនុញ្ញាតដើម្បីដឹងថាតើគ្រឿងបង្គុំរបស់យើងសុវត្ថិភាពឬក៏អត់ចឹងទៅអូខេតោះគ្នាសម្រាប់មេរៀនវីដេអូទី1របស់យើងថ្ងៃនេះខ្ញុំសូមតបបញ្ចប់ដំណឹងហើយខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងច្រើនពាក់ព័ន្ធជាមួយនឹងមេរៀនទី1របស់យើងនៅក្នុងវគ្គបំពេញនៃការ design គ្រឿងបង្គុំធ្វើពីបេតុងអាមេយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត